listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី នេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ វិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក សួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទសូមស្វាគមន៍អស់លោកអ្នកស្ដាប់ទាំងអស់ ខ្ញុំបាទតាំងសារ៉ាដាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អាន បាទយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអង្គារ 9 កើតខែពុទ្ធរបុត្រឆ្នាំមមីឆស័កពុទ្ធសករាជ 2558 ត្រូវនៅថ្ងៃទី 2 ខែកញ្ញាគ្រិស្តសករាជ 2014 ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃ ក្រុមមន្ត្រីជំនាញមកពីជាង 30 ប្រទេសរួមគ្នាចងក្រងយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ សមត្ថកិច្ចខេត្តព្រះវិហាររារាំងពលរដ្ឋមិនឲ្យនាំគ្នាមកតវ៉ាបញ្ហាដីធ្លីនៅដល់ទីក្រុងភ្នំពេញ តុលាការក្រុងភ្នំពេញបញ្ជាឲ្យកម្មកររោងចក្រស៊ីនហ្វាងចូលធ្វើការវិញក្នុងរយៈពេល 48 ម៉ោង រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត ជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃសន្និសីទប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសន្និសីទនេះមានមន្ត្រីជំនាញប្រឆាំងអំពើពុករលួយមកពី 35 ប្រទេសចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាដើម្បីចងក្រងជាយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយនាពេលខាងមុខលោកវ៉ាន់វិចាររាយការណ៍ សន្និសីទប្រឆាំងអំពើពុករលួយលើកទី 8 ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី 3 ខែកញ្ញាប៉ុន្តែនៅព្រឹកថ្ងៃទី 2 ខែកញ្ញាក្រុមការងារនៃប្រទេសជាសមាជិកទាំងអស់បានបើកកិច្ចប្រជុំមួយជាមុនសិនមុននឹងសម្រេចបើកសន្និសីទជាផ្លូវការនោះក្នុងកិច្ចប្រជុំនោះភាគីក្រុមការងារនៃប្រទេសជាសមាជិកជជែកគ្នាត្រង់ទៅត្រង់មកពីបញ្ហាពុករលួយដែលកើតមានក្នុងប្រទេសរៀងៗខ្លួនរាប់តាំងពីប្រសិទ្ធភាពនៃការប្រឆាំងអំពើពុករលួយនិងមូលហេតុដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនមិនមានជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋក្នុងកិច្ចប្រជុំក្រុមការងារនោះមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអនុញ្ញាតឲ្យតែអ្នកសារព័ត៌មានស្ដាប់តែខ្លឹមសារនៃការបើកអង្គប្រជុំប៉ុណ្ណោះប៉ុន្តែមិនអនុញ្ញាតឲ្យអង្គុយស្ដាប់ខ្លឹមសារល្បិចនោះឡើយប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលោកតបសំមានប្រសាសន៍ថាការរៀបចំកិច្ចប្រជុំនៅកម្ពុជាលើកនេះជាការចែករំលែកបទពិសោធន៍រវាងប្រទេសជាសមាជិកលើប្រធានបទប្រយុទ្ធប្រឆាំងអំពើពុករលួយនិងចងក្រងគ្នាជាប្រព័ន្ធដើម្បីទប់ស្កាត់អំពើពុករលួយឆ្លងដែនលោកតបសំបានប្រដូចអំពើពុករលួយទៅជាជំងឺមហារីកនៃសង្គមដែលធ្វើឲ្យសង្គមជាតិទាំងមូលធ្លាក់ចុះជាលំដាប់តាំងពីផ្នែកសិលធម៌យុត្តិធម៌សង្គមនិងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើអង្គការរដ្ឋថែមទាំងអាចធ្វើឲ្យមានវិបត្តិនយោបាយទៀតផងលោកក៏បានលើកឡើងពីគុណសម្បត្តិរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជាតាំងពីការចងក្រងច្បាប់ការអប់រំផ្សព្វផ្សាយច្បាប់រហូតដល់ការចាប់ខ្លួនមន្ត្រីធំៗក្នុងស្ថាប័នរដ្ឋាភិបាលនិងតុលាការជាដើមអង្គភាពប្រឆាំងអំពើពុករលួយនៅរដ្ឋាភិបាលបន្តបញ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយដូចជាយល់ច្បាស់ថាអំពើពុករលួយប៉ះពាល់ដល់អភិបាលពេញផង ទោះជាបែបណាក្តីច្បាប់ប្រឆាំងអំពើពុករលួយកម្ពុជាក៏ត្រូវបានរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលដែរចំណុចដែលគេរិះគន់ថាអង្គភាពនេះមិនអាចធ្វើការប្រកបដោយឯករាជ្យភាពនោះនៅត្រង់ថាអង្គភាពប្រឆាំងអំពើពុករលួយស្ថិតក្រោមបញ្ជារបស់នាយករដ្ឋមន្ត្រីសង្គមស៊ីវិលជឿថាបើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងខ្សែស្រឡាយនាយករដ្ឋមន្ត្រីនោះអង្គភាពប្រឆាំងអំពើពុករលួយទំនងជាមិនហ៊ានចាត់ការនោះឡើយ ម្យ៉ាងទៀតការប្រកាសទ្រព្យសម្បត្តិក្នុងស្រោមសម្បត្តិក៏ជាឧបសគ្គដែលរារាំងចំពោះការចូលរួមរបស់ពលរដ្ឋក្នុងការតាមដាននិងប្រយុទ្ធប្រឆាំងអំពើពុករលួយដែរសន្និសីទប្រឆាំងអំពើពុករលួយលើកទី 8 ឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថាសន្និសីទឆ្នាំនេះមានគោលបំណងស្ដារទំនុកចិត្តពលរដ្ឋចំពោះរដ្ឋាភិបាលនិងវិស័យឯកជនព្រមទាំងសង្គមស៊ីវិល សន្និសីទនេះក៏ធ្វើឡើងដើម្បីរួមគ្នាដោះស្រាយបញ្ហារួមដើម្បីឆ្លើយតបចំពោះបញ្ហាពុករលួយនៅអាស៊ីប៉ាស៊ីហ្វិកសន្និសីទនេះនឹងបើកឲ្យពលរដ្ឋទូទៅចូលរួមស្ដាប់ដែរប៉ុន្តែអ្នកដែលមានបំណងចូលរួមស្ដាប់អាចទៅតាក់ទងនៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាបានហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏នឹងចូលរួមថ្លែងសន្ទរកថាបើកសន្និសីទនៅថ្ងៃទី 3 ខែកញ្ញាខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញ
លោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីបញ្ហាអាជ្ញាធរជាតិព្រះវិហាររួមនឹងសាលាខេត្តដែលបានបណ្ដេញពលរដ្ឋនៅតំបន់ស្វាយជ្រុំឲ្យរុះរើលំនៅឋានហើយយកដីធ្វើជាតំបន់ទ្រនាប់នៅឧទ្យានជាតិប្រាសាទព្រះវិហារកាលពី2ឆ្នាំមុននោះបានកម្រើកឡើងវិញហើយនៅពេលនេះអតីតក្រុមអ្នកភូមិស្វាយជ្រុំជាច្រើនកំពុងលើកគ្នាទៅទីក្រុងភ្នំពេញដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រគល់ដីធ្លីនិងអនុញ្ញាតឲ្យពួកគេបានវិលត្រឡប់ទៅរស់នៅទីនោះវិញលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះប៉ូលីសក្រុងព្រះវិហារបានស្ទាក់ឃាត់រថយន្តមួយគ្រឿងដឹកប្រជាពលរដ្ឋជាច្រើនអ្នកមកពីភូមិធម្មជាតិសម្ដេចដីជោនៃឃុំស្រអែមស្រុកជាំខ្សានព្រមទាំងប្រគល់ក្រុមអ្នកតវ៉ាដីធ្លីចំនួន6នាក់ដែលគ្រោងធ្វើដំណើរទៅទីក្រុងភ្នំពេញឲ្យអាជ្ញាធរមូលដ្ឋាននាំវិលត្រឡប់ទៅលំនៅឋានវិញកាលពីព្រឹកថ្ងៃអង្គារទី2ខែកញ្ញាតំណាងប្រជាពលរដ្ឋដែលជាអតីតអ្នករស់នៅតំបន់ស្វាយជ្រុំគឺលោកផាន់ធឿនលោកអះអាងកាលពីរសៀលថ្ងៃអង្គារទី2ខែកញ្ញាថារយៈពេល 2-3 ថ្ងៃជាប់គ្នាមកនេះអតីតអ្នកភូមិស្វាយជ្រុំជាច្រើនគ្រួសារបាននាំគ្នាឡើងទៅទីក្រុងភ្នំពេញជាបន្តបន្ទាប់ដើម្បីតវ៉ាសុំឲ្យរដ្ឋាភិបាលប្រគល់ដីដែលពួកគេធ្លាប់រស់នៅមកវិញតំណាងដដែលអះអាងថាកាលពីព្រឹកថ្ងៃអង្គារប៉ូលីសសង្កាត់ប៉ាល់ហាលក្រុងព្រះវិហារបានកាក់រថយន្តមួយគ្រឿងដែលដឹកអតីតអ្នកភូមិស្វាយជ្រុំដែលគ្រោងឡើងទៅតវ៉ានៅទីក្រុងភ្នំពេញហើយបានហៅអាជ្ញាធរឃុំស្រអែមឲ្យនាំយកអ្នកភូមិចំនួន6នាក់វិលត្រឡប់ទៅផ្ទះវិញគុំមកដល់តែខ្លាចបងប៉ុន្តែមួយចំនួននោះគឺអត់ទាន់មកដល់ទេបងតែនេះគឺឡើងមកបន្តទៀតហ្នឹងប៉ុន្តែដល់មានការទប់ស្កាត់ចឹងវាខ្លាចបងក្នុងមីឡាននោះគឺគេចាប់ជូនទៅវិញអស់ហើយតំណាងអ្នកភូមិបញ្ជាក់ថាពួកគេជាច្រើនរយគ្រួសារធ្លាប់រស់នៅតំបន់ស្វាយជ្រុំចាប់តាំងពីឆ្នាំ2000មកដោយមានដីស្រែចម្ការសម្រាប់ធ្វើចិញ្ចឹមជីវិតក៏ប៉ុន្តែកាលពីឆ្នាំ2012អាជ្ញាធរជាតិព្រះវិហារនិងសាលាខេត្តបានបណ្ដេញពួកគេដោយចែកដីនៅភូមិធម្មជាតិសម្ដេចដីជោទំហំ30ម៉ែត្រក្នុងមួយគ្រួសារដោយមិនមានដីស្រែចម្ការចិញ្ចឹមជីវិតទេសមត្ថកិច្ចក្រុងព្រះវិហារបដិសេធថាគេមិនបានឃាត់ឬក៏ចាប់ខ្លួនក្រុមអ្នកតវ៉ាដីធ្លីណាម្នាក់ដែលគ្រោងឡើងទៅតវ៉ានៅទីក្រុងភ្នំពេញបញ្ជូនត្រឡប់ទៅលំនៅឋានវិញដោយការចោទប្រកាន់នោះទេអធិការស្ដីទីប៉ូលីសក្រុងព្រះវិហារលោកគង់គៀមានប្រសាសន៍ថាកាលពីព្រឹកថ្ងៃអង្គារប៉ូលីសសង្កាត់ប៉ាល់ហាលបានឃាត់រថយន្តដើម្បីត្រួតពិនិត្យបច្ចេកទេសក៏ប៉ុន្តែមិនមានឃាត់អ្នកដំណើរណាម្នាក់ទេលោកអធិការស្ដីទីបញ្ជាក់ថាក្នុងចំណោមរថយន្តដែលប៉ូលីសឃាត់ត្រួតពិនិត្យបច្ចេកទេសកាលពីព្រឹកថ្ងៃអង្គារនោះគឺមានរថយន្តមួយគ្រឿងដឹកអ្នកដំណើរប្រមាណ10នាក់ពីឃុំស្រអែមស្រុកជាំខ្សានហើយនៅពេលប៉ូលីសឃាត់រថយន្តនោះគឺអ្នកភូមិបានហៅមេភូមិរបស់គេឲ្យទៅទទួលត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះមិនមែនប៉ូលីសបញ្ជូនដោយបង្ខំឡើយមានការឃាត់មនុស្សឯណាមនុស្សគាត់នៅធម្មតាគាត់ចង់ដើរទៅណាគាត់ធ្វើអីត្រូវគាត់ទៅទីឡាននឹងក្នុងនោះមាន9នាក់ហើយមានក្មេងអាយុប្រហែលជា6ឆ្នាំនោះម្នាក់5ឆ្នាំនោះម្នាក់មកជាមួយនោះហើយមានទៅឃាត់មនុស្សណាទោះយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តព្រះវិហារលោកឡាវច័ន្ទអះអាងថាប៉ូលីសក្រុងព្រះវិហារពិតជាបានស្ទាក់ឃាត់រថយន្តព្រមទាំងប្រគល់ក្រុមអ្នកតវ៉ាដីធ្លីទៅឲ្យអាជ្ញាធរឃុំស្រអែមយកត្រឡប់ទៅលំនៅឋានវិញខ្ញុំបានតាមទៅដល់សង្កាត់ផ្ទាល់គឺមិនឲ្យ10នាក់នឹងចេញទៅណាមកណែគឺឲ្យនៅក្នុងរហូតសំបីតែក្មេងអាយុប្រហែល6-7ឆ្នាំដែលគ្នាហេវចង្ងាប់អីក៏មិនឲ្យចេញទៅណាដែរលោកឡាវច័ន្ទបានហៅសកម្មភាពរបស់ប៉ូលីសក្រុងព្រះវិហារដែលឃាត់រថយន្តហើយបញ្ជូនប្រជាពលរដ្ឋអ្នកតវ៉ាដីធ្លីឲ្យអាជ្ញាធរនាំត្រឡប់ទៅផ្ទះវិញដោយបង្ខំនោះថាគឺជាការរំលោភសិទ្ធិកុមារនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរព្រមទាំងជាការគំរាមកំហែងផ្នែកស្មារតីទៅលើប្រជាពលរដ្ឋផងខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបលោកនាងជាទីមេត្រីតុលាការរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យកម្មករប្រមាណ100នាក់ដែលកំពុងធ្វើកោតកម្មនៅមុខរោងចក្រស៊ីនហ្វាងឲ្យចូលធ្វើការវិញក្នុងរយៈពេល48ម៉ោងហើយហាមធ្វើកោតកម្មបិទផ្លូវបន្តទៀតតំណាងកម្មករលោកឈិនរិនដាអះអាងថាព្រះរាជអាជ្ញាលោកតបឈិនឡុងអមដោយមន្ត្រីអាជ្ញាធរមូលដ្ឋានមួយចំនួនបានចុះអនុវត្តសាធិការនេះនៅមុខរោងចក្រតែម្ដងក្នុងពេលកម្មករកំពុងធ្វើកោតកម្មកម្មកររោងចក្រស៊ីនហ្វាងពីសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាស៊ីកាឌូស្ថិតនៅតាមបណ្ដោយផ្លូវវែងស្រេងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យបានធ្វើកោតកម្មទាមទារនៅមុខរោងចក្រជាង10ថ្ងៃមកហើយតែពុំមានដំណោះស្រាយទាំងស្រុងនោះទេទោះជាយ៉ាងណាតំណាងកម្មករមួយរូបទៀតគឺអ្នកស្រីឆេនសវណ្ណាបញ្ជាក់ថាក្រុមកម្មករនៅមិនទាន់សម្រេចចិត្តភ្លាមៗថាតើត្រូវយល់ព្រមតាមដីកានោះឬយ៉ាងណានៅឡើយអ
จากข่าวนั้นจังก็ยังกระปงจอจากนี่เรื่องโจทย์สำนักไทยแล้วตาคู่จะเอาพวกนี้ที่สำนักจังก็โจทย์ที่สำนักไทยตาเป็นเคยยุ่งវត្ថុអាស៊ីសេរីមិនអាចតាក់ទងលោកព្រះរាជអាជ្ញាតុបឈិនឡុងនិងលោកវងថារិនភាគីតំណាងរោងចក្របានភ្លាមទេនៅរសៀលថ្ងៃអង្គារនេះដើម្បីសុំការបញ្ជាក់បន្ថែមកម្មកររោងចក្រស៊ីនហ្វាងបានធ្វើកោតកម្មទាមទារលក្ខខណ្ឌការងារចំនួន26ចំណុចសំទោស21ចំណុចក្នុងនោះសុំប្រាក់ថ្លៃបាយ 2000 រៀលក្នុងមួយថ្ងៃសុំប្រាក់ថ្លៃធ្វើដំណើរក្នុងមួយខែ$10និងសុំថៅកែរោងចក្រទទួលបុគ្គលិកនិងកម្មករ3នាក់ដែលបានបណ្តេញចេញឲ្យចូលធ្វើការវិញពួកគេក៏ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការកាត់ប្រាក់ឈ្នួលកម្មករដែលមិនចូលធ្វើការដោយសារការធ្វើកោតកម្មកន្លងមកនិងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀតមកទល់ល្ងាចថ្ងៃទី2ខែកញ្ញានេះក្រុមកម្មករបានសម្រេចយល់ព្រមតាមការធ្វើការបណ្ដោះអាសន្នវសិនប៉ុន្តែតំណាងកម្មករលោកឈិនរិនដាបញ្ជាក់ថាបន្ទាប់ពីកម្មករចូលធ្វើការបានក្នុងរយៈពេល48ម៉ោងតាមការកំណត់របស់សាធិការរបស់សាលាដំបងរាជធានីភ្នំពេញហើយកម្មករនឹងចេញមកតវ៉ាបន្តទៀតព្រោះថាកម្មករមិនបានទទួលដំណោះស្រាយបានសមរម្យនៅឡើយទេលោកថាមូលហេតុដែលកម្មករសុកចិត្តចូលធ្វើការវិញជាបណ្ដោះអាសន្ននៅពេលនេះពីព្រោះកម្មករខ្លាចបាត់បង់ការងារដោយអំណាចសាលក្រមនេះលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៅនេះលោកអ្នកនាងជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះសូមលោកអ្នកនាងស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្រោមប្រធានបទស្ដីអំពីវិធានការរបស់គណៈបកសង្គ្រោះជាតិដើម្បីសម្រេចគោលបំណងធ្វើឲ្យមានការផ្លាស់ប្ដូរបន្ទាប់ពីចូលសភាលោកអ្នកនាងអាចចូលរួមផ្ដល់យោបល់សួរវាគ្មិនកិត្តិយសរបស់នីតិយើងដោយផ្ទាល់តាមរយៈការហៅទូរស័ព្ទមកលេខ012 811 911លេខ011 611 711និងលេខ023 211 804លោកអ្នកអាចផ្ញើជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល ask@rfa.org ក្រៅពីស្ដាប់សំឡេងតាមវិទ្យុលោកអ្នកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតដែរសូមលោកអ្នកនាងចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែររួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទកម្មវិធីនេះមានលោកជុនច័ន្ទបុតជាអ្នកសម្របសម្រួលដូចតទៅវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរលោកអ្នកនាងស្ដាប់ជាទីមេត្រីរាត្រីនេះខ្ញុំបាទមានកិត្តិយសដែលបានធ្វើជាអ្នកសម្របសម្រួលនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington នេះទៅហើយវាគ្មិនកិត្តិយសរបស់យើងដែលភ្ជាប់ពីកម្ពុជានាពេលនេះគឺមានឯកឧត្តមកឹមសុខាអាដាមជាអនុប្រធានទី1នៃសភាជាតិនិងជាអនុប្រធាននៃគណៈបកសង្គ្រោះជាតិខ្ញុំបាទសូមជម្រាបសួរអាដាមពីចម្ងាយបាទសូមជម្រាបសួរជួនច័ន្ទបុតបាទហើយយើងវាគ្មិនពិសេសម្នាក់ទៀតគឺបណ្ឌិតសុកទូចលោកជាអ្នកវិទ្យាសាស្ត្រនយោបាយនិងជាសាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតសុកទូចបាទជំរាបសួរបងជួនច័ន្ទបុតបាទហើយកិច្ចពិភាក្សានារីត្រីនេះយើងនឹងបដោតទៅលើបញ្ហាថាតើបន្ទាប់ពីចូលកាន់តំណែងនៅក្នុងសភាជាតិជាមួយគណៈបកប្រជាជនកម្ពុជាដែលមានសម្លេងច្រើនបែបនេះហើយគណៈបកសង្គ្រោះជាតិអាចនឹងធ្វើអ្វីបានខ្លះយើងក៏នឹងពិភាក្សាគ្នាថាតើបន្ទាប់ពីអ្នកនយោបាយបង្រួមគ្នាទាំងពីរគណៈបកហើយតើអ្នកគ្រប់គ្រងគណៈបកទាំងសងខាងគួរសម្របខ្លួនបែបណាដែរបាទហើយនេះគឺជាវត្ថុបំណងនៃកិច្ចពិភាក្សានារីត្រីនេះបាទដូច្នេះសំណួរទី1របស់ខ្ញុំបាទខ្ញុំចង់សួរទៅអាដាមកឹមសុខាអាដាមតើគណៈបកសង្គ្រោះជាតិអាចនឹងធ្វើអ្វីបានខ្លះនៅក្នុងសភាពការបែបនេះយើងឃើញហើយគ្រាន់តែបើកឆាកដំបូងភ្លាមក្នុងការសម្រេចសមាជិកភាពគណៈកម្មការជំនាញពិសេសនោះឃើញថាគណៈបកសង្គ្រោះជាតិបេក្ខជន5ក្នុងចំណោមបេក្ខជន3ក្នុងចំណោមបេក្ខជន5ហ្នឹងគឺសំទោសបេក្ខជន2នាក់ក្នុងចំណោមបេក្ខជន5ហ្នឹងគឺត្រូវមិនបានគេបោះឆ្នោតដោយការគ្រោងទុកទេដូច្នេះឃើញថាគណៈបកប្រជាជនកម្ពុជាហ្នឹងនៅតែក្តោបក្តាប់សភាជាតិដដែលតើគណៈបកសង្គ្រោះជាតិនឹងធ្វើបែបណាដែរក្នុងស្ថានភាពបែបនេះបាទសូមជួយអាដាមកឹមសុខា
បាទជាឱកាសនេះខ្ញុំបកណាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់ជាទីនឹករលឹកទាំងក្នុងនិងក្រៅប្រទេសមុននឹងឆ្លើយនៅសំណួររបស់លោកជុនច័ន្ទបុត្រខ្ញុំសូមយកឱកាសនេះជាថ្មីម្ដងទៀតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិទាំងអស់ដែលបានបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013ក៏ដូចជាបោះឆ្នោតឲ្យខ្ញុំយល់ឃើញថាតួនាទីមុខតំណែងដែលខ្ញុំបានទទួលជាកិត្តិយសដល់ថ្ងៃនេះគឺដោយសារបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតនឹងហើយបងប្អូនជាម្ចាស់នៃមុខតំណែងនេះនៃតួនាទីនេះដូច្នេះដើម្បីឆ្លើយតបនឹងគុណូបការៈដ៏ខ្ពង់ខ្ពស់របស់បងប្អូនប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតខ្ញុំនឹងប្រើប្រាស់តួនាទីដែលបានមកពីបងប្អូនប្រជាពលរដ្ឋដែលជារបស់បងប្អូនប្រជាពលរដ្ឋដើម្បីបម្រើនិងការពារប្រជាពលរដ្ឋខ្មែរនិងដើម្បីកសាងប្រទេសកម្ពុជាមួយឲ្យទៅជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឲ្យមានអធិបតេយ្យភាពបូរណភាពទឹកដីនិងដើម្បីឲ្យប្រជារាស្ត្រខ្មែរស្គាល់នៅសេចក្តីរុងរឿងនេះជាមហិច្ឆតាបំណងប្រាថ្នារបស់ខ្ញុំចង់បានហើយខ្ញុំនឹងបំពេញតួនាទីនេះឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តនិងប្រាជ្ញាដើម្បីធ្វើយ៉ាងណាអាចនឹងស្រោចស្រង់សង្គ្រោះប្រទេសយើងបានប៉ុណ្ណាទៅតាមលទ្ធភាពទោះបីជាខ្ញុំមិនទាន់ទទួលបាននូវអំណាចពេញលេញជាគណៈបកឈ្នះឆ្នោតដឹកនាំប្រទេសក៏ដោយក៏តួនាទីនេះគឺយើងខ្ញុំខិតខំប្រើប្រាស់ឲ្យអស់លទ្ធភាពហើយអ្វីដែលយើងខ្ញុំនឹងធ្វើនៅពេលដែលយើងខ្ញុំចូលនៅក្នុងរដ្ឋសភាគណៈបកសង្គ្រោះជាតិទៅកាន់តំណែងក្នុងរដ្ឋសភានេះគឺយើងដឹងហើយថាភារកិច្ច3យ៉ាងដែលយើងត្រូវធ្វើភារកិច្ចក្នុងនាមយើងជាតំណាងរាស្ត្រជារដ្ឋសភានេះគឺទី1គឺយើងនឹងជាអ្នកធ្វើច្បាប់ជាអ្នកអនុម័តច្បាប់ទី2គឺភារកិច្ចគឺយើងជាអ្នកតាមដានមើលការអនុវត្តរបស់រដ្ឋាភិបាលរបស់មន្ត្រីរបស់អ្នកកាន់អំណាចនានាអាជ្ញាធរនានាភារកិច្ចទី3គឺយើងជាអ្នកការពារផលប្រយោជន៍ប្រជាពលរដ្ឋគឺចោះសួរសុខទុក្ខប្រជាពលរដ្ឋអញ្ចឹងក្នុងតួនាទីភារកិច្ចទាំង3នេះខ្ញុំសូមបញ្ជាក់ជូនថាគណៈបកសង្គ្រោះជាតិអាចធ្វើអីបានខ្លះនៅក្នុងក្របខ័ណ្ឌដែលខ្លួនជាបកមិនមែនកាន់អំណាចនេះតែយើងមានសម្លេងដែលគេលួចបន្លំហើយយើងនៅសល់55កៅអីនេះតើយើងអាចធ្វើខ្លះក្នុងតួនាទីទាំង3នេះទី1ពាក់ព័ន្ធនឹងការធ្វើច្បាប់និងការអនុម័តច្បាប់គឺយើងកាន់កាប់គណៈកម្មការចំនួន5ដែលជាប្រធានដឹកនាំដោយគណៈបកសង្គ្រោះជាតិអញ្ចឹងក្នុងចំណោមគណៈកម្មការ5នេះសេចក្តីព្រៀងច្បាប់ទាំងឡាយដែលចូលមកក្នុងគណៈកម្មការជំនាញដែលគណៈបកសង្គ្រោះជាតិកាន់នេះយើងមានសម្លេងភាគច្រើននៅក្នុងនោះបើសិនច្បាប់ដែលណាដែលមិនល្អច្បាប់ណាដែលមិនការពារផលប្រយោជន៍ប្រជាពលរដ្ឋគឺគណៈកម្មការដែលគណៈបកសង្គ្រោះជាតិមានសម្លេងភាគច្រើននោះដែលចំនួន5គណៈកម្មការនោះយើងអាចធ្វើសេចក្តីសន្និដ្ឋានយោងតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាក្រោយពីពិនិត្យសេចក្តីព្រៀងស្ដាប់សេចក្តីស្នើច្បាប់ហើយគណៈកម្មការនឹងធ្វើការសន្និដ្ឋានថាតើច្បាប់នេះគួរយកមកពិចារណាដើម្បីដាក់ឲ្យសភាអនុម័តឬមិនឲ្យដូច្នេះបើសិនយើងជាប្រធានគណៈកម្មការហ្នឹងហើយគណៈកម្មការហ្នឹងយើងសម្លេងភាគច្រើនយើងអាចប្រាប់ទៅសភាពេញអង្គវិញថាច្បាប់នេះមិនគួរយកមកជជែកគ្នាយកមកពិចារណាទេពីព្រោះអីអត់មានលក្ខណៈបំរើប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋណាកន្លងមកគឺថាដោយសារយើងមិនដែលបានកាន់កាប់សម្លេងភាគច្រើននៅក្នុងគណៈកម្មការទេច្បាប់ណាអាក្រក់ប៉ុណ្ណាក៏ដោយឲ្យតែរដ្ឋាភិបាលស្នើមកគឺដឹងតែរុញឲ្យសភាបោះឆ្នោតអនុម័តតែម្ដងនេះជាចំណុចមួយដែលយើងផ្លាស់ប្ដូរបានគឺថាយើងមានច្បាប់មួយចំនួនដែលមកដល់គណៈកម្មការយើងកាន់កាប់
ហើយទោះបីសមាជិកគណៈបកផ្សេងទៀតគេមិនគាំទ្រក៏ដោយយើងមានសម្លេងភាគច្រើនយើងអាចនឹងស្នើទៅអង្គសភាថាកុំឲ្យពិចារណាកុំឲ្យយកមកជជែកកុំឲ្យយកមកពិភាក្សានៅច្បាប់ណាដែលប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋនេះជាចំណុចមួយទៀតឧបមាសេចក្តីស្នើច្បាប់កន្លងមកពួកខ្ញុំធ្វើសភាយូរហើយខ្ញុំនឹងសេចក្តីស្នើច្បាប់ខ្ញុំធ្លាប់ស្នើច្បាប់ប្រឆាំងអំពើពុករលួយខ្ញុំធ្លាប់ស្នើច្បាប់បង្កើតឧត្តមគ្រប់សាអង្គជាក្រមដោយសារខ្ញុំនៅក្នុងបកសម្លេងភាគតិចឲ្យតែស្នើទៅគេទាត់ចោលតាំងពីគណៈកម្មការគេថាអត់យកមកពិចារណាបានទេព្រោះគណៈកម្មការសម្លេងគេភាគច្រើនអញ្ចឹងយើងឃើញច្បាប់ណាដែលអ្នកស្នើច្បាប់តំណាងរាស្ត្រស្នើច្បាប់នោះអាចស្នើចេញបានតាមរយៈគណៈកម្មការដែលគណៈបកសង្គ្រោះជាតិមានសម្លេងភាគច្រើនអាចចូលទៅក្នុងសភាពេញអង្គជជែកបាននេះជាចំណុចខ្ញុំនិយាយពីការធ្វើច្បាប់មួយដែលគណៈបកសង្គ្រោះជាតិមានព្រៀបមួយចំណែកហើយអាចធ្វើបានមួយចំណែកដែលខុសពីអាណត្តិមុនទី2ភារកិច្ចទី2គឺចំពោះការតាមដានរដ្ឋាភិបាលមន្ត្រីរដ្ឋាភិបាលពីមុនយើងតាមដានយើងឃើញអីយើងធ្វើតែលិខិតស្នើសុំគេសុំអន្តរាគមគេចង់អន្តរាគមគេចង់ដោះមិនដោះក៏ហើយចុះប៉ុន្តែឥឡូវនេះយោងតាមបទបញ្ជាផ្ទៃក្នុងយោងតាមរដ្ឋធម្មនុញ្ញសប្តាហ៍ថ្ងៃនេះគឺយើងអាចធ្វើញត្តិបន្ទោសដើម្បីទម្លាក់រាជរដ្ឋាភិបាលទម្លាក់មន្ត្រីរដ្ឋមន្ត្រីទម្លាក់នាយករដ្ឋមន្ត្រីបានដោយយើងសំអាងលើអីសំអាងក៏ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋធម្មនុញ្ញនេះថាតំណាងរាស្ត្រដែលមានសម្លេង30នាក់ឡើងទៅអាចស្នើដើម្បីធ្វើញត្តិបន្ទោសដើម្បីទម្លាក់សមាជិករដ្ឋាភិបាលបានប៉ុន្តែវានៅត្រង់ថាការទម្លាក់នោះវាត្រូវការសម្លេង 50% បូក 1 ប៉ុន្តែខ្ញុំសួរថាយ៉ាងម៉េចបានយើងអាចទម្លាក់បានពីព្រោះការបោះឆ្នោតនេះបោះឆ្នោតសម្ងាត់បោះឆ្នោតញត្តិបន្ទោសមិនមែនបោះឆ្នោតចំហទេបើបោះឆ្នោតចំហលើកដៃសមាជិកគណៈបកប្រជាជនកម្ពុជាមិនហ៊ានបោះឆ្នោតទេទោះបីគាត់មិនពេញចិត្តរដ្ឋមន្ត្រីណាក៏ដោយថានាយករដ្ឋមន្ត្រីគាត់ខ្លាចគាត់មិនហ៊ានដែលទម្លាក់ទេប៉ុន្តែជួនកាលរដ្ឋមន្ត្រីខ្លះសមាជិកសភារបស់គណៈបកប្រជាជនកម្ពុជាក៏មិនសប្បាយចិត្តដែរគាត់ស្គាល់មុខរដ្ឋមន្ត្រីខ្លះពុករលួយរដ្ឋមន្ត្រីខ្លះដែលជួនកាលគាត់ខ្ចីដៃយើងចង់ឲ្យយើងជួយទម្លាក់គ្នាគាត់ដែលនៅកាន់រដ្ឋមន្ត្រីតាំងពីប្រមាណអាណត្តិមកហើយអត់ព្រមជួនទេជួនកាលគាត់បោះសម្ងាត់មានដឹងណាជាណាហើយចឹងគណៈបកសង្គ្រោះជាតិត្រូវការសម្លេងប្រមាណត្រូវការតែ62ទេដែល 50% បូក 67 ទៀតហើយយើងមាន55ខ្វះតែ 7 ទេហើយមនុស្សក្នុងចំណោមគណៈបព្វជិជន68នាក់វាអាចមាន 7 នាក់ណានោះមិនពេញចិត្តរដ្ឋមន្ត្រីណាមួយដែរដោយសារបោះឆ្នោតសម្ងាត់អញ្ចឹងនេះខ្ញុំគិតថាអាចទេខ្ញុំមិនមែនថាប្រកាសឲ្យធ្វើបានទេប៉ុន្តែជាអាចវាគ្រាន់បើជាអាណត្តិមុនអាណត្តិមុនយើងអត់ដែលមានបកប្រឆាំងចំនួន30នាក់ដើម្បីធ្វើញត្តិបន្ទោសទេយើងអត់ដែលមានទេឥឡូវនេះយើងមាន30នាក់គ្រប់សម្លេងហើយដោយសារញត្តិបន្ទោសនេះបោះឆ្នោតសម្ងាត់ទៀតបើខ្ញុំមិនចង់និយាយឲ្យដឹងមុនទេគេលើកដឹងមុនទៅគៀបតំណាងរាស្ត្រនោះជាប់អស់រហូតដូរទៅបោះមិនវិញប៉ុន្តែដោយសារលោកជុនច័ន្ទបតសួរថាធ្វើអីបានហើយខ្ញុំត្រូវតែជំរាបណាទី2ទី1ធ្វើច្បាប់ទី2តាមដានរដ្ឋាភិបាលដើម្បីទម្លាក់រដ្ឋាភិបាលណាមន្ត្រីរដ្ឋាភិបាលណាដែលប្រព្រឹត្តខុសហើយខ្ញុំជឿថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រហែលជាគាត់ឲ្យលេងខ្លះព្រោះគាត់ប្រាប់ថាចង់ឲ្យបកប្រឆាំងទៅធ្វើកញ្ចក់ឆ្លោះមើលកូនចៅគាត់ខ្លះដែលប្រព្រឹត្តធ្វើពុករលួយខ្ញុំថាប្រហែលជួនកាលគាត់ទើសទាល់ជាមួយរដ្ឋមន្ត្រីខ្លះអាចថាវាខូចឈ្មោះគណៈបកគាត់ទុកឲ្យលេងអាចលេងធ្លាក់បានអញ្ចឹងហើយទោះយ៉ាងម៉េចក៏រដ្ឋមន្ត្រីគណៈបកប្រជាជនឥឡូវនេះមិនមែនអង្គុយស្រួលមកទេគឺត្រូវតែតំណាងរាជគណៈបកប្រជាជន7នាក់មកបោះចូលរួមជាមួយសង្គ្រោះជាតិធ្លាក់បែកអត់ដឹងទេបាទនេះទី2ទី3គឺពាក់ព័ន្ធនឹងការងារដែលជួយប្រជារាស្ត្រការពារប្រជារាស្ត្រសប្តាហ៍ថ្ងៃយើងឃើញហើយប្រជាពលរដ្ឋលើកឡើងធ្វើបាតកម្មតវ៉ារឿងដីធ្លីច្រើនណាស់តាំងពីដើមមកយើងគ្រាន់តែថាបពប្រឆាំងគ្រាន់ចេញទៅទទួលញត្តិចេញទៅនិសន្យាថានឹងជួយអន្តរាគមន៍ប៉ុន្តែយើងអត់ដែលធ្វើបានទេប៉ុន្តែឥឡូវនេះយើងមានយុទ្ធសាស្ត្រមួយយើងបានគណៈកម្មការយើងខ្លះបានជជែកជាមួយគណៈបព្វជិជននៅក្នុងគណៈកម្មការហើយថាឥឡូវនេះយើងដូរយុទ្ធសាស្ត្រយើងមិនមែនកាលណាប្រជារាស្ត្រមានរឿងយើងមិនមែនទៅឆក់យកចំណេញនយោបាយរបស់គណៈបកឯងកន្លងមកគឺជាមានអ្នកខ្លះគេទៅឆក់យកតែចំណេញនយោបាយគណៈបកឯងរឿងដោះស្រាយបានក៏ដោយ
ណែប៉ុន្តែម្ដងនេះយើងបានឯកភាពគ្នាក្នុងគណៈកម្មការខ្លះថាបើប្រជារាស្ត្រមានបណ្ដឹងមានរឿងរ៉ាវយើងនឹងចេញមុខទៅទាំងពីរគណៈបកទៅជួបប្រជាពលរដ្ឋថាយើងមកនេះមិនមែនក្នុងនាមគណៈបកក្នុងនាមគណៈកម្មការដូច្នេះហើយយើងអាចជជែកគ្នាបានយើងអាចលើកពីបញ្ហាទាំងអស់គ្នាបានហើយយើងមិនមែនគ្រាន់តែទៅហើយសន្យាចោលទេគឺយើងបានជជែកគ្នាហើយគណៈកម្មការយើងបានជជែកគ្នាថាយើងនឹងធ្វើការស៊ើបអង្កត់សិនមិនឲ្យតែដាក់មកបញ្ជូនទៅរដ្ឋាភិបាលធ្វើមិនធ្វើហើយយើងធ្វើការស៊ើបអង្កត់ទៀតគណៈកម្មការយើងហើយទៅទាំងពីរបកនឹងអត់ធ្វើយកចំណេញគណៈបកគឺម្ដងនេះគឺយុទ្ធសាស្ត្ររបស់យើងធ្វើយ៉ាងណារកឲ្យដោះស្រាយជូនប្រជារាស្ត្របានជាងយកចំណេញគណៈបកមួយយើងធ្វើម៉េចឲ្យដំណោះស្រាយបាននេះហើយជាអ្វីដែលខ្ញុំគ្រាន់តែបញ្យល់ត្រួសថាយើងនឹងអាចធ្វើបានខ្ញុំប្រើពាក្យថាអាចណែអាចធ្វើបានបាទសូមអរគុណមុននឹងខ្ញុំដាក់សំណួរទៅបណ្ឌិតសុកទួយខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចជាមួយនឹងលោកកឹមសុខាបន្តិចសិនបាទអាដាមបានបញ្ជាក់ថាចំណុចទី2នេះគឺថាតាមដានអនុវត្តការងាររបស់រដ្ឋាភិបាលបើសិនជារដ្ឋមន្ត្រីណាធ្វើការមិនបានត្រឹមត្រូវហើយមានគ្នាពី30នាក់ឡើងអាចហៅមកសួរដេញដោលអីជាដើមក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះប័ណ្ណបញ្ជាផ្ទៃក្នុងរដ្ឋសភាក៏បានផ្ដល់អំណាចដល់ប្រធានរដ្ឋសភានឹងខ្លាំងណាស់គឺថាបើសិនជាប្រធានរដ្ឋសភាមិនអនុញ្ញាតឲ្យទេនឹងគឺថាក៏មិនអនុញ្ញាតក៏មិនអាចធ្វើបានដែរតើមកដល់ពេលនេះប័ណ្ណបញ្ជាផ្ទៃក្នុងរដ្ឋសភានឹងមានព្យាយាមផ្លាស់ប្ដូរដើម្បីកុំឲ្យផ្ដល់អំណាចដល់ប្រធានរដ្ឋសភាខ្លាំងពេកដែរទេអាយដាមខ្ញុំសូមបញ្ជាក់ថាប្រធានរដ្ឋសភាគ្រាន់ណាមិនឬក៏ឲ្យដេញដោលឬមិនឲ្យទេជជែកគ្នាឲ្យទៅនេះនិយាយមិនឲ្យនិយាយប៉ុន្តែក្នុងញត្តិហ្នឹងត្រូវតែបោះឆ្នោតមិនមែនប្រធានរដ្ឋសភាអាចខាត់មិនឲ្យបោះឆ្នោតបានទេកាលណាមានញត្តិគ្រប់សម្លេងហ្នឹងហើយគឺថាខ្ញុំសូមអានសូមអានជូនប្រកាស35ថ្មីនៃបទបញ្ជាផ្ទៃក្នុងនេះរដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រីឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូលញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួន30នាក់យ៉ាងតិចទើបរដ្ឋសភាអាចលើកមកពិភាក្សាបាននេះឃើញទេលើកមកពិភាក្សាបានហើយការអនុម័តទៀតអនុម័តដោយសម្លេងបោះឆ្នោតដោយសម្ងាត់បោះឆ្នោតដោយសម្រាប់ក្នុងមាត្រាក្នុងប្រកាស40ថ្មីគឺចែងថាវិធីបោះឆ្នោតសម្ងាត់ត្រូវតែប្រើក្នុងការជ្រើសតាំងការសម្ដែងការទុកចិត្តនិងការអនុម័តញត្តិបន្ទោសណាគឺញត្តិបន្ទោសអត់ត្រូវបោះចំហត្រូវតែបោះសម្ងាត់មកបោះសម្ងាត់នឹងហើយដែលយើងមានឱកាសបាទសូមអរគុណក្នុងការបកស្រាយនេះបាទឥឡូវនេះខ្ញុំចង់ជម្រាបសួរបណ្ឌិតសុកទួយម្ដងលោកបណ្ឌិតសុកទួយធ្លាប់តែរិះគន់គណៈបកសង្គ្រោះជាតិផងហើយធ្លាប់តែគាំទ្រសូមឲ្យមានការចូលក្នុងសភាផងតើឥឡូវនេះគណៈបកសង្គ្រោះជាតិបានចូលក្នុងសភាដូចអ្វីដែលលោកបណ្ឌិតប៉ងពីនាយមកដែរហើយតើមកដល់ពេលនេះលោកមានអីរិះគន់តទៅទៀតទេឬមួយក៏មានអ្វីដែលជាមតិយោបល់អីខ្លះបាទសូមអញ្ជើញបាទអរគុណទីនេះក្រោយពីបានស្ដាប់អាយដាមគឹមសុខាហាក់ដូចជាមានសុភវិនិច្ឆ័យប៉ុន្តែខ្ញុំហាក់ដូចជាទុតិយនិយមបន្តិចទៅលើស្អីដែលដំណើរការរបស់រដ្ឋសភាអ្វីដែលជាទ្រឹស្ដីអ្វីដែលជារដ្ឋធម្មនុញ្ញគឺអាយដាមលោកមានប្រសាសន៍ហ្នឹងគឺត្រឹមត្រូវណាស់តាមមាត្រា77បានចែងច្បាស់ណាស់ថាតំណាងរាស្ត្រគឺតំណាងប្រជាជនមិនមែនតំណាងបកទេតែផ្ទុយទៅវិញតំណាងរាស្ត្រទាំងអស់សិតសឹងតែជាតំណាងបកតំណាងបកនេះគឺបកវាត្រូវតែមានបន្ទាត់ឲ្យដើរយើងឃើញហើយបោះឆ្នោតថ្មីនេះដែលធ្លាក់ពីបេក្ខជនហ្នឹងគឺបានន័យថាគេនៅតែតំណាងបកដដែលគេមិនមែនតំណាងរាស្ត្រទេបើតំណាងរាស្ត្រយើងឃើញហើយថាយើងត្រូវតែគោរពគោលការណ៍អ្វីដែលមានចែងនៃបេក្ខភាពរបស់ដែលបកនីមួយបានសារទៅប៉ុន្តែបើសិនជាបកមួយមិនព្រមវាជាសិទ្ធិការសម្រេចចិត្តរបស់មេបកអញ្ចឹងវាជាបន្ទាត់ចំណុចទី1ចំណុចទី2នៅក្នុងមាត្រា96នៅក្នុងមាត្រា96នេះអាយដាមលោកក៏បានអានដែរប៉ុន្តែខ្ញុំនៅតែទូទៅនិយមត្រង់ថាប្រធានសភានឹងស្រុកគេមិនមែនឲ្យមកសិទ្ធិអីធំដុំអញ្ចឹងទេ
ប្រធានសភាគ្រាន់តែសម្របសម្រួលក្នុងការប្រជុំនេះប៉ុន្តែនេះខ្ញុំគ្រាន់តែឃើញវាហាក់ដូចជាប្រធានសភានឹងមានខ្លាំងមែនទែនចំពោះចម្លើយផ្ទាល់មាត់ឬប្រធានសភាអាចសម្រេចបើកឲ្យមានឬមិនមានការដេញដោលទៅលើប្រធានសភាកន្លែងហ្នឹងដែលធ្វើឲ្យអំណាចប្រធានសភានឹងធំមិនគិតអំពី30សម្លេងមិនគិត30សម្លេងអញ្ចឹងកន្លែងហ្នឹងយើងឃើញទស្សនវិជ្ជាហ្នឹងទស្សនវិជ្ជាទី3ដែលគណៈបកយើងរីករាយយើងអបអរសាទរនៅពេលដែលគណៈបកសង្គ្រោះជាតិលោកចូលសភាបើលោកមិនចូលសភាទេលោកបានកោចបចាស់ហើយពេលបោះឆ្នោតឆ្នាំ2018គាត់នឹងអត់ចូលរដ្ឋាភិបាលទៀតអានឹងគឺគ្រោះថ្នាក់ប៉ុន្តែបើសភាថ្មីនេះត្រូវបានការចូលរួមពីគណៈបកសង្គ្រោះជាតិហើយពេលបោះឆ្នោតនៅឆ្នាំ2018ហើយគណៈបកសង្គ្រោះជាតិមិនចូលទេអានឹងមិនដឹងហៅថាអីទេអានឹងត្រូវទទួលស្គាល់ពីព្រោះកោចបបោះពុំចេញពីគណៈបកទាំងពីរការយល់ព្រមនិយាយបោះពុំយ៉ាងមកពីព្រោះគ្មានបានទៅប្រជាមតិប្រជាជននេះទេគឺថាតំណាងរាស្ត្រទាំង120រូបចេញពីគណៈបកទាំងពីរហ្នឹងបានយល់ព្រមគ្នាជាឯកច្ឆន្ទដើម្បីរៀបចំកោចបហ្នឹងអញ្ចឹងយើងឃើញកន្លែងហ្នឹងកន្លែងនេះដែលយើងចង់បង្ហាញសំខាន់មួយសូមឲ្យគណៈបកសង្គ្រោះជាតិត្រៀមខ្លួនធ្វើសត្វតដេវវិចមិញលោកអនុប្រធានទី1រដ្ឋសភាលោកមោទនភាពប៉ុន្តែខ្ញុំឃើញទូទៅធិនិយមមិនបានធ្វើតដេវវិចព្រោះគណៈបកប្រជាជនគេធ្លាប់ធ្វើតដេវវិចនៅឆ្នាំ2003ទោះបីជាគេមាន73អាសនៈក៏ដោយប៉ុន្តែគេរក្សាតម្លៃរបស់គេនឹងមាំគេបោះឆ្នោតជាកញ្ចប់បោះឆ្នោតជាលើកដៃដែលអត់មានធ្លាប់អត់បានមានធ្លាប់ហើយគណៈបកសង្គ្រោះជាតិបើខ្ញុំមើលហាក់ដូចជាក្មេងនយោបាយបន្តិចចាស់នៅក្នុងការអាយុគណៈបកសមយ៉ាងស៊ីនិងអាយុគណៈបករបស់សិទ្ធិមនុស្សប៉ុន្តែសង្គ្រោះជាតិនៅក្មេងក្មេងត្រង់មិនចុងក្រោយមកថាគេក្បត់មិនប្របោះឲ្យលោកជំទាវមួសុខួរយឹមសវណ្ណតាមពិតមិនមែនអញ្ចឹងទេគឺថាត្រូវតែបោះបើសិនជាប្រធានសភាបោះជាកញ្ចប់នាយករដ្ឋមន្ត្រីបោះជាកញ្ចប់ហេតុអីក៏បានជាគណៈកម្មការនីមួយបោះដោយសម្ងាត់អញ្ចឹងបោះកញ្ចប់ដូចគ្នាឬមួយដាក់បេក្ខជនរបស់គណៈកម្មការទាំង5ទាំង6ហ្នឹងចូលទៅឲ្យយល់ព្រមដើម្បីជៀសវាងបង្ហាញសាច់ដុំគ្នានៅពេលបោះដោយសម្ងាត់ប៉ុន្តែយើងឃើញថាវាជាឱកាសល្អសម្រាប់ឯកឧត្តមជាអនុប្រធានសភានឹងលើកយកថាហេតុអីមុនបោះឆ្នោតជាសម្ងាត់ហើយឥឡូវនេះមិនបោះឆ្នោតសម្ងាត់វាត្រង់ចំណុចដែលថាបោះឆ្នោតស្ដីបន្ទោសរដ្ឋាភិបាលអាហ្នឹងបើសិនជាបោះឆ្នោតគណៈកម្មការបោះដោយសម្ងាត់ហើយរឿងអីបោះស្ដីបន្ទោសដោយលើកដៃអាហ្នឹងវាត្រូវបាត់បង់អញ្ចឹងកន្លែងហ្នឹងវាជាលេសមួយសំខាន់របស់គណៈបកសង្គ្រោះជាតិដែរចំណុចមួយទៀតដែលជាបញ្ហាសំខាន់បំផុតដែលគណៈបកសង្គ្រោះជាតិត្រូវតែធ្វើទោះបីជាកិច្ចការនោះមិនសម្រេចឬមិនបានសម្រេចពីព្រោះគណៈបកសង្គ្រោះជាតិមានតែ55ទេរឿងវិសោធនកម្មគឺអត់បានប៉ុន្តែត្រូវលើកបញ្ហាដែលគាត់ជាតំណាងរាស្ត្រហ្នឹងមកបង្ហាញប្រជាជនហើយបើសិនជាគណៈបកប្រជាជនមិនគ្រប់គ្រងគណៈបកសង្គ្រោះជាតិប្រាប់ថាខ្ញុំខ្វះតែ7កៅអីទេខ្ញុំដោះស្រាយបានអញ្ចឹងអាណត្តិក្រោយខ្ញុំថែមដល់7កៅអីទៀតមកអានោះវាចឹងប៉ុន្តែបើអត់ធ្វើវិញគណៈបកសង្គ្រោះជាតិគុំថាឡើយទៅដល់ចង់បាន7កៅអីអាចបាត់20កៅអីដោយគណៈបកប្រជាជនចឹងអាហ្នឹងយើងទទួលព្រោះគេបោះឆ្នោតមកឲ្យតតាំងប៉ុន្តែយើងកម្លាំងវាអត់គ្រប់អញ្ចឹងសុំ7មកទៀតឬក៏សុំ8មកទៀតតែបើអត់ធ្វើទេឲ្យរងចាំគេថា yes លោកកែមលីថា yes អូខេអញ្ចឹងអាហ្នឹងពិតជាបរាជ័យហើយមួយទៀតព្រោះសភានិយមអញ្ចឹងអំណាចស្ថិតនៅលើសភាមិនមែនអំណាចស្ថិតនៅលើអង្គនីតិប្រតិបត្តិទេអញ្ចឹងសូមឲ្យតាមដានប៉ុន្តែតាមដាននឹងត្រូវតែខុសទៅបង្ហាញប្រជាជនបើបង្ហាញប្រជាជនហើយបើធ្វើមិនបានសម្រេចប្រាប់ថាគណៈបកសង្គ្រោះជាតិបានធ្វើហើយប៉ុន្តែវាខ្វះសម្លេងមិនមែនបានធ្វើទេប៉ុន្តែមិនអាចយើងចាំមើលសកម្មភាពព្រោះឥឡូវទឹកបញ្ចូលយើងអត់តបានឃើញប៉ុន្តែត្រូវតែប្រយ័ត្នគ្រប់ពេលវេលាពីព្រោះយុទ្ធសាស្ត្ររបស់គណៈបកប្រជាជនមានវ័យចំណាស់ជាងគណៈបកសង្គ្រោះជាតិពីព្រោះគណៈបកប្រជាជនមានបទពិសោធន៍ត្រឹមត្រូវការចរចាកិច្ចព្រមព្រៀងនៃក្រុងប៉ារីសហើយមានបទពិសោធន៍យកជ័យជំនះនៅឆ្នាំ93នៅពេលដែលខ្លួនមិនបានជោគជ័យតែបានធ្វើជានាយករដ្ឋមន្ត្រីទី2អានឹងគឺសិតតែយើងត្រូវទៅឲ្យយើងមើលដៃគូខ្លាំង
តែយើងមើលដៃគូខ្សោយអានឹងយើងនឹងបរាជ័យនៅពេលខាងមុខបាទជាការគិតរបស់ខ្ញុំមានសំទោសបាទសូមអរគុណបាទឥឡូវនេះសូមផ្អាកការជជែកគ្នាយើងនៅក្នុងស្ទូឌីយោសិនសូមអញ្ជើញលោកអ្នកស្ដាប់ពីខេត្តកញ្ចេះម្ដងវិញលោកមានសំណួរអីលោកវិបុលពីខេត្តកញ្ចេះបាទសូមអញ្ជើញបាទហៅឡូបាទហៅឡូជំរាបសួរបងបាទសូមអញ្ជើញដាក់សំណួរបាទខ្ញុំអត់មានជាសំណួរទេខ្ញុំគ្រាន់តែមានជាយោបល់ហើយយោបល់ទៅទៀតហើយខ្ញុំមានជាសំណុំពរគឺថាធំបំផុតជាសំណុំពរហើយដែលខ្ញុំស្ដាប់ពីមុនមកហើយបានស្ដាប់អមាញ់មកនេះហើយខ្ញុំសរុបសេចក្តីមកខ្ញុំមានអារម្មណ៍មួយថាគណៈបក្សសង្គ្រោះជាតិដូចជាអត់បានធ្វើអីឲ្យធំដុំទេតាមមើលអញ្ចឹងហើយសំណុំពររបស់ខ្ញុំគឺបើសិនជាគណៈបក្សសង្គ្រោះជាតិចូលសភាហើយបើសម្រាប់គោលនយោបាយធំគោលដៅធំសម្រាប់ជាតិសម្រាប់ប្រជាពលរដ្ឋទេគឺថាខ្ញុំសូមសំណុំពរឲ្យលោកប្រធានស៊មណាស៊ីហើយនឹងលោកប្រធានកម្មសខាដែលកំពុងអនុប្រធានកម្មសខាដែលកំពុងនៅវេទិកាហ្នឹងគឺថាសូមឲ្យចុះចាញ់តែម្ដងបើសិនជាថាចុះចេញពីតំណែងតែម្ដងពីប្រធានគណៈបកប្រឆាំងនៅក្នុងអំឡុងឆ្នាំ2015ហ្នឹងអាហ្នឹងខ្ញុំនិយាយជាប់មុខតែម្ដងពីព្រោះអីខ្ញុំអត់ចូលចិត្តទេមនុស្សភូភោអាហ្នឹងខ្ញុំនិយាយច្បាស់ពីបញ្ហាហ្នឹងព្រោះបញ្ហាជាតិធំច្រើនណាស់អត់មានបានដោះស្រាយអីទេបើតាមតែស្ដាប់មើលទៅគឺពិបាកមែនទែនហើយវិវត្តទៅប្រហែលជាអាចដោយហ៊ុនស៊ីនប៉ៃហើយតាមមើលខ្ញុំឈឺចាំណាខ្ញុំគាំទ្រខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបហើយគាំទ្រគណៈបក្សសង្គ្រោះជាតិហើយខ្ញុំអត់ចង់ចាញ់បោកមនុស្សភូភោខ្ញុំអត់ចូលចិត្តទេមនុស្សភូភោបាទអាហ្នឹងឲ្យច្បាស់ពីបញ្ហាហ្នឹងហើយខ្ញុំសូមអរគុណហើយបាទជំរាបលាបងបាទអរគុណលោកវិបុលបាទលោកអាដាមគុំសខាបានឮឲ្យគាត់ជាលោកវិបុលគាត់ថាគាត់ជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិអ្នកណាក៏គេថាអ្នកគាំទ្រសង្គ្រោះជាតិហើយគាត់បានចោទថាមកដល់ពេលនេះគណៈបក្សសង្គ្រោះជាតិមិនបានធ្វើអីធំដុំសំណួរគាត់នេះឬមួយសំណុំពរគាត់នេះធ្វើឲ្យខ្ញុំនឹកដល់សម្ដីរបស់អាដាមសុនឆៃដែលខ្ញុំបានសម្ភាសមុននឹងខ្ញុំចេញពីប្រទេសកម្ពុជាក្នុងប្រហែលអាទិត្យមុននេះគាត់ថាមានការប្លែកបន្តិចនៅក្នុងស្ថានភាពប្រទេសកម្ពុជាត្រង់ថាគណៈបកដែលឈ្នះឆ្នោតគណៈបកដែលកាន់អំណាចនឹងមិនសូវគេមានការសង្ឃឹមថាឲ្យមានការដោះស្រាយបញ្ហាប្រទេសជាតិឯប្រមាណទេការដោះស្រាយប្រទេសជាតិមានការដោះស្រាយជនអន្តោប្រវេសន៍ខុសច្បាប់ការកាត់ព្រៃឈើការបណ្ដេញមនុស្សដល់បង្ខំអីជាដើមនេះគឺទៅជាបន្ទុករបស់គណៈបកដែលចាញ់ឆ្នោតឬមួយប្រើពាក្យថាគណៈបកដែលមិនបានកាន់អំណាចទៅវិញចុះហើយរហូតដល់តែមានការអអន់ចិត្តតែជាដើមដូចលោកគង់ដូចលោកវិបុលមិញនេះថាសូមឲ្យប្រធានឬមួយក៏អនុប្រធានគណៈបក្សសង្គ្រោះជាតិនឹងលាលែងផងចំណុចនេះខ្ញុំចង់សួរអាដាមកឹមសុខាតើកន្លងមកនេះមានការសន្យានឹងហួសពីការពិតពេកទេដែលធ្វើឲ្យទីបំផុតធ្វើឲ្យអ្នកដែលទទួលយកការសន្យានឹងចាប់ផ្ដើមខកចិត្តទៅវិញតើអ្វីខ្លះដែលលោកអាចសន្យាឲ្យថាប្រកាសជាអាចធ្វើបានហើយជាជាងគ្រាន់តែថានឹងធ្វើនេះនឹងធ្វើនោះហ្នឹងបាទសូមអញ្ជើញអាដាមកឹមសុខាបើមិនខ្ញុំបានបញ្ជាក់ហើយថាលោកជនច័ន្ទបុតសួរខ្ញុំថាយើងចូលទៅហ្នឹងយើងអាចធ្វើបានខ្លះខ្ញុំនិយាយតែអាចធ្វើទេខ្ញុំអត់បាននិយាយមិនអាចផងណាខ្ញុំនិយាយអាចធ្វើទេបើអាចធ្វើហ្នឹងមិនមែនខ្ញុំនិយាយថាប្រកាសទៅធ្វើបានណាអាចធ្វើណាវានៅអាស្រ័យលើអីខ្ញុំបង្ហាញមិញថាច្បាប់មានចំហឲ្យយើងធ្វើហើយប៉ុន្តែតើរឿងឆន្ទៈរឿងបុគ្គលរឿងមនុស្សនោះធ្វើបានអត់ណាខ្ញុំត្រឹមនិយាយថាអាចទេព្រោះលោកជនបុតអត់ទាន់សួរខ្ញុំថាមានស្អីដែលមិនអាចធ្វើបានអត់បានសួរទេនិយាយអាចខ្ញុំនិយាយថាអាចទេតាមគោលការណ៍ហ្នឹងហើយខ្ញុំអរគុណលោកវិបុលខ្ញុំដឹងហើយថាមិនមែនតែលោកវិបុលមួយទេប្រជាពលរដ្ឋដែលគិតគូររឿងប្រទេសជាតិមួយចំនួនហ្នឹងក៏ខ្វល់ខ្វាយច្រើនណាស់ពីព្រោះយើងស្អីដែលយើងចង់បានវាអត់ទាន់បានមិនមែនខ្ញុំអត់មានមកបោកមកប្រាស់មកកុហកទេខ្ញុំនិយាយតាំងពីចរចាឲ្យភ្លាមទៅស្អីដែលប្រជារាស្ត្រចង់បាននោះវាអត់ទាន់បានទាំងស្រុងទេស្អីដែលប្រជារាស្ត្រចង់បានចង់ឲ្យមានការផ្លាស់ប្ដូរយើងដឹងទាំងអស់យើងដូរអត់ទាន់បានទេថ្ងៃរហូតដល់ថ្ងៃហ្នឹងយើងដូរអត់ទាន់បានទេបាទហើយអស់លោកថាឥឡូវ
លោកកម្មសខាលោកសំស៊ីចោះចេញមាននរណាគេមកដូរបានទេបើថាមាននរណាប្រកបដូរបានអានឹងប្រជារាស្ត្របោះឆ្នោតឲ្យហើយចេញមកបាទចេញមកធ្វើទៅហើយប្រជារាស្ត្របោះឆ្នោតឲ្យអានឹងល្អណាស់ខ្ញុំសប្បាយចិត្តណាបើសិនជាមានអ្នកបកកែជាងពួកខ្ញុំអាចដូរបានហ្នឹងវាល្អប៉ុន្តែអ្វីដែលពួកយើងខ្ញុំធ្វើនេះទោះបីអស់លោកថាពួកយើងអត់បានធ្វើអីក៏ដោយប៉ុន្តែប្រជារាស្ត្រលោកដឹងថាតើពួកខ្ញុំសំរងស៊ីកម្មសខាធ្វើអីហើយលោកវិបុលធ្វើអីគឺប្រជារាស្ត្រដឹងហើយខ្ញុំមិនបាច់ថាខ្ញុំបានធ្វើច្រើនជាងលោកវិបុលធ្វើបានច្រើនជាងខ្ញុំមិនបាច់ទេប្រជារាស្ត្រគេដឹងថានរណាធ្វើអីបាននរណាដែលមិនបានធ្វើអីអ្នកណាបានថានរណាបានធ្វើអីខ្លះគឺប្រជារាស្ត្រដឹងខ្ញុំអត់ឆ្លើយតបអីទេពីពួកបងប្អូនរិះគន់ពួកបងប្អូនចង់បានល្អជាងហ្នឹងបាទបើខ្ញុំបញ្ជាក់ឲ្យវាអត់ទាន់បានហើយសំណូមពរថាឲ្យចុះចេញអីនោះគង់តែចុះហើយតែចាញ់វាចុះហើយបាទតែចាញ់គេតែអស់គេលេខបោះឲ្យដូចសម្ដេចគ្រប់5តែអស់ចុះហើយហើយបើមានអ្នកគេគ្រាន់បើជាងយើងមកយើងនោះវាត្រូវតែចាញ់ឯងហើយណាដូច្នេះបញ្ហាជាតិធំតើយើងដោះស្រាយអីបានខ្លះខ្ញុំគិតថាចង់បញ្ជាក់ជូនបងប្អូនជនជាតិថាខ្ញុំខិតខំណាស់តាំងពីការចរចាពេលចរចាខ្ញុំមិនមែនចង់បានប៉ុណ្ណឹងទេខ្ញុំចង់បានច្រើនណាស់ខ្ញុំតវ៉ាខ្ញុំទៀមទារហូតដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធុញខ្ញុំទៀតគាត់ថាលោកកឹមសុខាទាក៏ទាមែនណាទាច្រើនថែមទីអស់នេះហើយទានោះទៀតប៉ុន្តែបងប្អូនជនជាតិទាំងអស់ជ្រាបហើយថាអ្វីដែលយើងទាំងអស់គ្នាបានគិតនោះយើងថាយើងចង់មានការផ្លាស់ប្ដូរហើយដល់យើងឃើញកម្លាំងយើងបញ្ចេញកម្លាំងយើងដកខែទៅដូចជាខាងនោះគេនៅរឹងដដែលដូចជាមិនទាន់ឃើញគឺអីខ្លាំងអីណាខ្លាំងហើយយើងក៏អត់ទាន់មានបង្អែកអីមុំអីណាណាមិនទាន់អីចឹងទៅដូចជាមិនទាន់ច្បាស់ហើយផលមានអីវិញគឺផលមានតែការស្លាប់មានការបង្ហូរឈាមដល់យើងឃើញចឹងទៅពួកយើងខ្ញុំងាកមកចោះជជែកគ្នាវិញមិនមែនកម្មសខាសំរងស៊ី2នាក់នឹងសម្រាប់ទេយើងមកពិភាក្សាគ្នាតើយើងរុញតទៅទៀតឲ្យគេបាញ់ប្រជារាស្ត្រឬក៏យើងក៏រកច្រកណាមួយដោះស្រាយខ្ញុំសូមបញ្ជាក់ជូនថាមានអ្នកខ្លះថាយីពួកយើងខ្ញុំនេះទាល់ច្រកឯងមានអ្នកខ្លះគេថាដោយសារយើងគ្មានជំរឿខ្ញុំសម្រាប់ខ្ញុំកម្មសុខាខ្ញុំអត់ទាល់ច្រកឯងខ្ញុំនៅច្រកច្រើនណាប៉ុន្តែសម្ដីថាគ្មានជំរឿហ្នឹងគឺយើងលឺពីអាដាមសំរងស៊ីបាទណាឥឡូវខ្ញុំជំរាបជូនសិនថាចំពោះអ្នកណាថាគ្មានជំរឿខ្ញុំថាយើងនៅមានជំរឿច្រើនអាចជំរឿវាមានខ្ញុំឧទាហរណ៍ជំរឿទី1យើងធ្វើបាតកម្មដើម្បីផ្លាស់ប្ដូរឥឡូវបាតកម្មអត់បានយើងមានជំរឿទី2ចូលសភាដើម្បីផ្លាស់ប្ដូរបើចូលសភាបដូរបានហើយមិនទាល់ទេមិនអត់ជំរឿទេកម្មសខាជំរាបជូនទៅហើយទៅមានជំរឿទៀតអានេះខ្ញុំសូមជំរាបជូនឲ្យបើខ្ញុំប្រាប់ផ្លូវគេមុនគេជន់ខ្ញុំបាទហើយបាទអរគុណអាដាមមិនទាល់ច្រកទេមិនមែនអត់ជំរឿទេមានជំរឿទៀតប៉ុន្តែខ្ញុំគិតជំរាបជូនបងប្អូនថាអ្វីដែលខ្ញុំថានេះខ្ញុំមិនមែនសុតិធិនិយមក៏មិនមែនទុតិធិនិយមដែរខ្ញុំតែងតែនិយាយថាការកិច្ចព្រមព្រៀងនេះវាគ្រាន់ជាគោលទេគ្រាន់ជាការទៅបើកទ្វារទេប៉ុន្តែការទៅមុខរួចមិនរួចនោះវាអាស្រ័យទៅលើការអនុវត្តនៅកិច្ចព្រមព្រៀងនេះតើស្មោះត្រង់នឹងគ្នាអត់រវាងគណៈបកទាំងពីរហ្នឹងបាទអរគុណអាដាមមានប្រសាសន៍មិញថាខ្ញុំមិនបានសួរថាតើអ្វីដែលមិនអាចធ្វើបានខ្លះឥឡូវខ្ញុំសួរបណ្ដោយចុះតើអ្វីដែលមិនអាចធ្វើបានខ្លះការកាត់ព្រៃឈើនឹងអាចប្រឈប់បានទេអាដាមខ្ញុំឆ្លើយមួយសិនណាដែលមិនអាចធ្វើបានខ្លះដែលប្រជារាស្ត្រចង់ដូរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដូរអត់ទាន់បានបាទប្រជារាស្ត្រដែលមកគ្រប់គ្រងសង្គ្រោះជាតិគឺជាក់ស្ដែងយើងឃើញអញ្ចឹងមែនការផ្លាស់ប្ដូរតុលាការកុំឲ្យចាប់ចងប្រជារាស្ត្រកុំឲ្យធ្វើបាបប្រជារាស្ត្រយើងអត់ទាន់ដូរបានឃើញទេនៅច្រើនណាហើយឥឡូវនេះស្អីដែលយើងឃើញបញ្ហាយើងមិនទាន់ចូលសភាណាយើងគំចាប់ចូលហើយឥឡូវយើងបងប្អូនឃើញណាយើងចង់បានអីនៅថ្ងៃ22ដែលសន្និបាតគណៈបកសង្គ្រោះជាតិខ្ញុំកម្មសខាខ្ញុំឡើងថ្លែងការណ៍បញ្ជូនប្រជារាស្ត្រថានៅពេលដែលគណៈបកសង្គ្រោះជាតិចូលសភាយើងនឹងមានផែនការសកម្មភាព24ចំណុចក្នុង24ចំណុចនោះមានចំណុចមួយដែលខ្ញុំថាយើងនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីឲ្យធ្វើស្ថិតិជនអន្តោប្រវេសន៍ឡើងវិញណាឲ្យច្បាស់លាស់ឡើងវិញហើយយើងនឹងតាមដានមើលគ្រាន់យើងខ្ញុំថាអញ្ចឹង
ស្រាប់តែក្រសួងមហាផ្ទៃឆ្លើយតបថាគាត់គាំទ្រហើយឥឡូវនេះឃើញគាត់ចោះធ្វើស្ថិតិប៉ុន្តែមិនដឹងថាគាត់ធ្វើល្អប៉ុណ្ណាយើងតាមដានមួយទៀតនេះហើយជាអ្វីដែលយើងថាយើងធ្វើទី2ថ្មីនេះផែនមួយអាទិត្យជាងមុននេះខ្ញុំបានផ្សេងលិខិតមួយទៅលោកនាយករដ្ឋមន្ត្រីគឺសុំឲ្យគាត់ដោះលែងដែលប្រជាពលរដ្ឋណាដែលជាប់ឃុំឃាំងដោយសាររឿងតវ៉ារឿងដីធ្លីបាទហើយខ្ញុំឃើញថាដោះបដាមែនដោយខាងលបៀងខាងអីចឹងអានេះខ្ញុំមិនមានមោទនភាពថានឹងល្អប៉ុន្តែខ្ញុំឃើញធ្វើទៅបានខ្លះប៉ុន្តែអ្វីដែលរឿងធំអត់ទាន់បានព្រោះយើងថាឲ្យធ្វើបានមិនទៅដូរតឡាការមួយថ្ងៃទៅធ្វើដូរបានទេមួយអាទិត្យមួយខែដូរបានទេប៉ុន្តែអ្វីដែលយើងឃើញនោះវានៅច្រើនណាស់ដែលធ្វើអត់បាននោះអំពើពុករលួយក៏នៅមានទាន់បានដូរបានណាហើយបើបន្ទោសថាគណៈបកសង្គ្រោះជាតិអត់ធ្វើអីសោះមិនកើតបើយើងទៅមិនទាន់បានទៅអង្គុយកៅអីគណៈកម្មការប្រឆាំងពុករលួយនោះបានស្រួលផងហ្នឹងហើយឲ្យយើងទៅឈប់កាប់ព្រៃឈើណាឥឡូវនេះខ្ញុំគ្រាន់ជំរាបជូនណាគណៈកម្មការដែលកាន់កាប់ដោយគណៈបកសង្គ្រោះជាតិដែលធ្វើប្រធានកំពុងតែកោះអញ្ជើញរដ្ឋមន្ត្រីមកហើយបាទប្រហែលថ្ងៃទៀតលោកយ៉ែមបញ្ញរិទ្ធក៏អញ្ជើញលោករដ្ឋមន្ត្រីក្រសួងអប់រំមកសួររឿងប្រឡងនេះយ៉ាងម៉េចណាតិចទៀតទៅគណៈកម្មការផ្សេងទៀតហៅក្រសួងផ្សេងទៀតមកសួរហើយបងប្អូនចាំមើលសិនទៅណាហើយខ្ញុំមិនអួតថាធ្វើទៅប្រកាសជោគជ័យខ្ញុំគ្រាន់ថាអាចទេប៉ុន្តែវាគ្រាន់បើជាជាងដែលអាណត្តិមុនច្រើនខ្ញុំគ្រាន់ថាយ៉ាងនេះប៉ុន្តែឲ្យល្អពេញចិត្តបងប្អូនហើយនឹងខ្លួនខ្ញុំចង់បាននោះអត់ទាន់ពេញចិត្តឡើយទេខ្ញុំក៏អត់ទាន់ពេញចិត្តដែរព្រោះមិនទាន់បានអ្វីដែលបាននោះគឺបាននៅអ្វីដែលទៀបបំផុតដែលតិចបំផុតដែលខ្ញុំប្រើពាក្យយ៉ាងហោចបំផុតដូកោជោបឲ្យបានដែលខ្ញុំធ្លាប់និយាយយ៉ាងហោចបំផុតដូកោជោបានឥឡូវនេះមិនទាន់ថាបានទៀតគ្រាន់តែយើងកំពុងនេះជែកហើយយើងនឹងធ្វើកែតម្រង់រដ្ឋធម្មនុញ្ញយើងជែកគ្នារដ្ឋធម្មនុញ្ញឥឡូវព្រៀងចប់ហើយដាក់ទៅក្រមសារធម្មនុញ្ញហើយឥឡូវបញ្ចូលដល់គណៈកម្មការជំនាញហើយផែលតិចទៀតប្រហែលថ្ងៃទៀតចូលទៅអចិន្ត្រៃយ៍ហើយចូលកងវិញដើមខែ10នេះគឺយើងនឹងប្រជុំសភាដើម្បីអនុម័តនឹងហើយនឹងយើងនឹងធ្វើការរៀបចំកោជបព្រៀងច្បាប់ហើយនៅចំណុចខុសគ្នាខ្លះបាទដូច្នេះយើងកំពុងធ្វើសូមបងប្អូនរងចាំមើលតិចទៀតទៅចុះបាទសូមទោសបងជនច័ន្ទបុតសូមបន្ថែមបន្តិចតាមពិតគណៈបកសង្គ្រោះជាតិលោកលេខ7តែគាត់ខ្វះលេខ7ចឹងការដែលខ្វះលេខ7ហ្នឹងហើយដែលធ្វើឲ្យគាត់មិនអាចធ្វើអីបានមិនបានសម្រេចចំណុចទី1ចំណុចទី2ដែលយើងត្រូវពិចារណាគឺគណៈបកសង្គ្រោះជាតិលោកត្រូវតែបង្ហាញដូចអ្វីដែលលោកអាដាមលោកមានប្រសាសន៍ហ្នឹងបើគាត់លោកធ្វើឲ្យមិនបានសម្រេចទេប៉ុន្តែគាត់ខ្វះអា7ហ្នឹងខ្វះអាលេខ7ទោះបីជាគាត់លេខ7ណាតែគាត់ខ្វះលេខ7ហ្នឹងបាទអញ្ចឹងទេប្រជាជនមិនបើសិនជាគាត់អាណត្តិនេះទាំងគណៈបកសង្គ្រោះជាតិទាំងគណៈបកប្រជាជនលោកធ្វើឲ្យលោកបកណាមិនធ្វើបកនឹងមិនទទួលបានការគ្រប់គ្រងពីប្រជាជនអញ្ចឹងគណៈបកសង្គ្រោះជាតិលោកអត់អាចឈ្នះបានទេប៉ុន្តែលោកដាស់បើភាសាចាស់គាត់ថាគណៈបកសង្គ្រោះជាតិដោយអាបោមអញ្ចឹងគឺត្រូវរោរហូតកុំឲ្យគោវាដេកពួកគោវាធ្លាប់ដេកពីដើមគណៈបកប្រឆាំងហ្នឹងបានតែ29ទេពួកគណៈបកសំស៊ីបាន26គណៈបកសិទ្ធិមនុស្សបាន3អញ្ចឹងលោកអត់មានសិទ្ធិទេហើយបើសិនជាលោកមានសិទ្ធិហើយលោកអត់មានសកម្មភាពអានឹងកុំបោះឲ្យគាត់នៅ2018ប្រជាជនមើលចឹងប៉ុន្តែឲ្យគាត់សម្រេចអត់បានទេវាទល់តែគណៈបកប្រជាជនលោកមិនមែនជាតំណាងរបស់បកតំណាងរបស់រាជដោយឯកឧត្តមលោកមានប្រសាសន៍អញ្ចឹងគឺបោះឆ្នោតសម្ងាត់ហើយគាត់បោះដោយឆន្ទៈរបស់គាត់អានឹងវាបានជោគជ័យហើយប៉ុន្តែខ្ញុំជឿថាសម្រេចដោយកិច្ចការធំមិនជោគជ័យទេដោយសារខ្វះអាលេខ7ហ្នឹងឯងបាទសូមអរគុណខ្ញុំសង្សួរសំណួរនេះទៅអាដាមកឹមសុខាទៀតហើយសូមមេត្តាអាដាមឆ្លើយយ៉ាងខ្លីថាបានឬមិនបានផងពីព្រោះពេលវេលាវាខ្លីណាស់ទៅហើយសំណួរនេះភាគច្រើនគឺជាសំណួររបស់ប្រិយមិត្តអ្នកស្ដាប់ដែលបានបញ្ជូនមកតាមអ៊ីមែលហើយនិងតាម Facebook អាដាមដូចខ្ញុំបានសួរអញ្ចឹងតើរឿងបញ្ហាជនអន្តោប្រវេសន៍អាចធ្វើបានឬអាចនឹងធ្វើមិនបានទេក្នុងអាណត្តិនេះខ្ញុំគិតថាធ្វើបាន 100% គឺមិនបានទេមិនទាន់ទេប៉ុន្តែខ្ញុំជឿថាធ្វើបានខ្លះដោយសារពួកយើងខ្ញុំរុញគូតរហូតបាទណាខ្ញុំឲ្យពួកខ្ញុំកំពុងតែប្រាប់ទៅក្រុមប្រឹក្សាឃុំសង្កាត់
ដែលយើងចូលរួមក្នុងការធ្វើស្ថិតិនឹងដែរហ្នឹងឲ្យតាមឃ្លាំមើលតើធ្វើនឹងមានតម្លាភាពត្រឹមត្រូវអត់បាទចំពោះការកាប់ផ្លាញព្រៃឈើនេះពួកយើងខ្ញុំក៏មានយន្តការដើម្បីកោះអញ្ជើញរដ្ឋមន្ត្រីមកសួរភ្លាមឲ្យគាត់រាយការណ៍ច្បាស់លាស់ព្រៃឈើនឹងមានប្រមាណបាត់ប្រមាណនៅប្រមាណហើយយើងយកផ្ទៀងផ្ទាត់តួលេខហ្នឹងហើយសម្បទានយ៉ាងម៉េចអីមិនហើយយើងទៅឲ្យដឹងចំនួនច្បាស់ឲ្យដឹងថាតើព្រៃឈើយើងពីមុនមានប្រមាណហើយនៅកន្លែងណានោះបាត់អស់ប្រមាណឥឡូវនៅប្រមាណហើយយើងនឹងទៅមើលអានៅហ្នឹងនៅប៉ុណ្ណឹងហើយតើវាកាប់ទៀតអត់អីឆែយើងធ្វើការល្អិតហើយយើងមិនមែនធ្វើតែយើងទេម្ដងនេះយើងនឹងសុំគណៈបកប្រជាជនកម្ពុជានឹងតំណាងរាស្ត្រគាត់សហការធ្វើជាមួយគ្នាព្រោះយើងចង់ឲ្យមានប្រសិទ្ធភាពបាទចុះការបណ្ដាបាទសុំតែបាទសុំបន្តិចបងរឿងធ្វើមិនបានមានន័យថាមិនមែនគណៈបកសង្គ្រោះជាតិអន់ទេគណៈបកប្រជាជនអន់វិញតែបើធ្វើបានគណៈបកប្រជាជនឈ្នះវិញពីព្រោះគណៈបកប្រជាជនគាត់កាន់អំណាចគាត់ធ្វើបានគាត់បានសម្រេចគោលការណ៍របស់គាត់តែបើធ្វើមិនបានវិញណាអានឹងគឺមិនមែនគណៈបកសង្គ្រោះជាតិអន់ទេគណៈបកប្រជាជនអន់ពីព្រោះខ្លួនឯងកាន់អំណាចឲ្យធ្វើមិនកើតប៉ុន្តែឲ្យគណៈបកសង្គ្រោះជាតិនឹងមានសកម្មភាពដោយអាយដាមកឹមសុខាលោកមានប្រសាសន៍អញ្ចឹងហៅមកហើយធ្វើមិនបានអានឹងមិនមែនគណៈបកសង្គ្រោះជាតិអន់ទេតែបើធ្វើបានវិញអានឹងគណៈបកសង្គ្រោះជាតិពិបាកបន្តិចសូមអរគុណបាទសូមអរគុណអញ្ចឹងខ្ញុំសូមអញ្ជើញលោកអ្នកស្ដាប់ម្នាក់ពីកំពង់ធំលោកស៊ុនធួនបែកចាំយូរហើយសូមអញ្ជើញបាទលោកស៊ុនធួនបាទសូមអញ្ជើញហៅបាទលោកស៊ុនធុនមិននៅជាមួយយើងទេឥឡូវនេះខ្ញុំសូមសួរសំណួរបន្ទាប់មកទៀតចុះរឿងការដណ្ដើមដីអំពីអ្នកស្រុកនឹងតើអាចធ្វើបានឬមិនធ្វើបានទេក្នុងអាណត្តិនេះអាដាមខ្ញុំបានបញ្ជាក់ជូនហើយថាយើងនឹងធ្វើការសហការគ្នាបើយើងគណៈបកប្រឆាំងនេះយើងយកចំណេញនយោបាយថាយើងចេញមុខម្នាក់ឯងដើម្បីទៅក្ដុំក្ដាំងធ្វើឲ្យតែផ្អើលហើយគេនៅតែធ្វើបាបប្រជារាស្ត្រដែរគឺធ្វើអត់បានទេតែយើងដូរយុទ្ធសាស្ត្រយើងត្រូវតែសហការជាមួយគណៈបកប្រជាជនដើម្បីទៅដោះស្រាយជាមួយគ្នាខ្ញុំជឿថាធ្វើបានព្រោះគណៈបកប្រជាជនខ្លួនឯងកាន់រដ្ឋអំណាចហើយបើខ្លួនឯងទៅដែរហើយសន្យាមួយប្រជាប្រដ្ឋអត់ធ្វើអានឹងធ្ងន់ណាស់បាទអានឹងធ្ងន់ដោយលោកបណ្ឌិតសុកទូចថាអញ្ចឹងយើងឥឡូវនេះក្នុងគណៈកម្មការទី1គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងហ្នឹងក្នុងផ្ទៃក្នុងគណៈកម្មការគេបានប្រជុំនេះហើយថាបើចោះទៅនឹងចោះទៅទាំងពីរប៉ាទៅជួបប្រជារាស្ត្រទៅទទួលញត្តិទៅដោះស្រាយទៅពីរប៉ាហើយទៅក្នុងនាមគណៈកម្មការមិនមែនក្នុងនាមប៉ាទេបើទៅអញ្ចឹងខ្ញុំជឿថាយើងមានខ្ញុំមិនធានាថាឲ្យដោះបានសួរពាក្យដោះបានទាំងអស់គឺខ្ញុំមិនជឿទេថាវាធ្វើបានទាំងអស់ប៉ុន្តែវានឹងធ្វើបានប្រសើរជាងមុនច្រើនបើសិនណាជាយើងដូរនយោបាយយើងកុំថាគ្រាន់តែយកចំណេញហើយគណៈបកប្រជាជនណាខ្ញុំជឿថាគាត់ដឹងក៏អត់មានជំរឿទេក៏អត់មានជំរឿអីក្រៅពីមកសហការដើម្បីដោះស្រាយជូនប្រជារាស្ត្របើអត់ដោះស្រាយជូនប្រជារាស្ត្រស្លឹកឆ្នោតគាត់លើកក្រោយទប់លែងជាប់ហើយពីព្រោះអីបញ្ហាដែលគណៈបកប្រជាជនធ្លាក់នេះហើយសង្គ្រោះជាតិឡើងនេះគឺពុចំណែកធំដោយសារគណៈបកប្រជាជនខ្លួនឯងហ្នឹងមិនដោះស្រាយបញ្ហាជូនប្រជារាស្ត្រហើយខ្ញុំជឿថាមានដឹកនាំគណៈបកប្រជាជនដឹងហើយអញ្ចឹងហើយគាត់ចាំបាច់ត្រូវសហការដើម្បីទៅដោះស្រាយបញ្ហាប្រជាពលរដ្ឋហើយអញ្ចឹងហើយខ្ញុំជឿថានឹងមានប្រយោជន៍បាទខ្ញុំសង្ឃឹមថាមានប្រយោជន៍តែបើផ្ទុយទៅវិញគាត់មិនធ្វើវិញគណៈបកសង្គ្រោះជាតិរត់តែឈ្នះស្រួលទៀតបាទចំណុចទី2ខ្ញុំសូមផ្ដល់ជាគំនិតដែរថាបើសិនជាគណៈបកប្រជាជនខ្ញុំជឿថាវៃឆ្លាតដូចវៃឆ្លាតយ៉ាងម៉េចប្រើប្រាស់ដៃគណៈបកសង្គ្រោះជាតិទៅដកមន្ត្រីខូចខលដែលធ្វើឲ្យបកខូចអានឹងអាចប្រើប្រាស់យន្តការហ្នឹងគឺសម្រាប់មន្ត្រីខូចខលព្រោះយើងដឹងហើយបាត់ដៃក៏សាច់ខ្នងដៃក៏សាច់បើមិនសាច់ទេប្រហែលជារដ្ឋមន្ត្រីទាំងអស់ហ្នឹងមិនដុសស្នឹមទេហើយអ្នកខ្លះចូលនិវត្តន៍យូរណាស់ហើយមិនព្រមចូលនិវត្តន៍ទៀតអាហ្នឹងគឺអាចប្រើប្រាស់យន្តការរបស់គណៈបកសង្គ្រោះជាតិហើយបើមិនប្រើប្រាស់ពេលហ្នឹងទេខ្ញុំជឿជាក់ថាការធ្លាក់ចុះឲ្យតែគោចបោច្បាស់លាស់ហើយបើមិនព្រមកែទេគឺតែធ្លាក់អញ្ចឹងបាទខ្ញុំឆ្ងល់ចំណុចហ្នឹងក្នុងការដឹកប្រើដៃរបស់គណៈបកសង្គ្រោះជាតិដើម្បីដកមន្ត្រីពុករលួយជាដើមហ្នឹងហេតុអីក៏គណៈបកប្រជាជនកម្ពុជាប្រមុខរដ្ឋាភិបាលមិនដកតែម្ដងទៅដើម្បីយកចំណេញផងថាគាត់បានធ្វើការកែតម្រង់ស៊ីជម្រៅរឿងនេះវាតាក់ទង3ទី1គឺគេជាសមាជិកសកម្មគេបានជួយក្នុងការគ្រប់គ្រងឃោសនាទី2គឺយើងដឹងហើយថាកាលណាមនុស្សទាំងអស់ហ្នឹងបើសិនជាយើងបើរដ្ឋាភិបាលមានឆន្ទៈយើងគិតមើលរដ្ឋាភិបាលថៃរដ្ឋាភិបាលបារាំងប្រទេសគេ50-60លានអ្នកមេដឹកនាំប្រមាណតែ20អ្នកជាងហើយយើងជាង400អ្នក
ពួកវាកាត់វាមិនកើតកាត់វាមិនកើតអញ្ចឹងបើបានឱកាសហ្នឹងវាវិជាការងាយស្រួលបាទអរគុណពេលវេលាខ្លីណាស់ខ្ញុំមានសំណួររបបខ្ញុំជួយឆ្លើយចំណុចហ្នឹងបន្តិចណាថែមលើលោកបណ្ឌិតសុកទូចតិចរឿងដែលគេគណៈបកប្រជាជនខ្លួនឯងដកអំបានដោយសារអីដោយសារបកមួយក្នុងបកមួយមានខ្សែនៅជួនកាលទៅដកខ្សែខាងចង់ដកខ្សែខាងនោះប៉ុន្តែអត់ហ៊ានដកបានខ្លាចប៉ះមេអញ្ចឹងហើយបើសិនណាជាចង់ដកដែរគឺថាឲ្យខ្ចីម្ដាយគណៈបកមួយទៀតទៅវាដកបានវាខ្សែយកហ៊ានដកបាទអរគុណខ្ញុំមានសំណួរនេះមួយទៀតយើងជិតដល់ម៉ោងទៅហើយសំណួររបស់ខ្ញុំអាដាមថាចំណុចទី1របស់អាដាមថាពេលដែលចូលសភាហ្នឹងគឺថានឹងពិនិត្យមើលច្បាប់បើច្បាប់ណាមិនបំរើផលប្រយោជន៍ប្រជាជនទេនឹងមិនដាក់ឲ្យសម្រេចទេក៏ប៉ុន្តែកន្លងមកនេះបទបញ្ជាផ្ទៃក្នុងរបស់សភាហ្នឹងគឺថានៅពេលដែលរៀបចំច្បាប់ម្ដងហ្នឹងគឺថាហាក់ដូចជាមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋសង្គមស៊ីវិលនឹងមានសិទ្ធិបញ្ចេញយោបល់ទៅលើច្បាប់នោះទេហើយជាពិសេសច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍ខ្លួនគាត់តែម្ដងតើនឹងមានការផ្លាស់ប្ដូរបទបញ្ជាផ្ទៃក្នុងដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋឲ្យសង្គមស៊ីវិលមានសម្លេងក្នុងការរៀបចំធ្វើច្បាប់ណាមួយទេអាដាមយើងក្នុងគោលពង្រៀងវិសោធនកម្មបទជាផ្ទៃក្នុងយើងមានចំណុចហ្នឹងគណៈបក្សសង្គ្រោះជាតិមានត្រៀមមកហើយពេលយើងចែកគ្នាយើងធ្វើប៉ុន្តែមិនចាំបាច់ដល់បទជាផ្ទៃក្នុងវិសោធនកម្មផងគណៈកម្មការដែលដឹកនាំដោយគណៈបក្សសង្គ្រោះជាតិនឹងធ្វើឆាប់ហ្នឹងតែយើងនឹងធ្វើជើញរដ្ឋមន្ត្រីមកនៅក្នុងគណៈកម្មការហើយយើងជើញអង្គការសង្គមស៊ីវិលមកហើយយើងនឹងជើញប្រជាពលរដ្ឋដែលប៉ះពាល់ជាផលប្រយោជន៍របស់គាត់ហ្នឹងក្រមប្រជាពលរដ្ឋដែលប៉ះពាល់ហ្នឹងមកស្ដាប់ក្នុងគណៈការចាំមើលគណៈបក្សសង្គ្រោះជាតិនឹងធ្វើមើលហើយយើងបានមិនមែនយើងធ្វើដោយតឹងទៅទេយើងបញ្យល់គណៈបកប្រជាជនថាយើងគួរតែបោះជំហានមួយទៀតហើយក្នុងគណៈកម្មការហ្នឹងសមាជិកគណៈកម្មការដែលមកពីគណៈបកប្រជាជនឥឡូវគេយល់ស្របដែរនេះដែលទៅរួចដោយសារយល់ស្របដែរហើយបើគាត់មិនយល់ស្របក៏គណៈកម្មការដែលយើងធ្វើប្រធានធ្វើបានបើគណៈកម្មការណាដែលយើងអត់ធ្វើប្រធានធ្វើបានដែរបាទអរគុណចំណុចមួយទៀតដែលខ្ញុំចង់សួរសំណួរនេះទៅបណ្ឌិតសុកទូចគណៈបកនយោបាយសមាជិកគណៈបកនយោបាយនេះគេបានចូលគ្នាបង្រួមហើយក៏ប៉ុន្តែអ្នកគ្រប់គ្រងហ្នឹងហាក់ដូចជានៅមានការខ្វែងយោបល់គ្នានៅឡើយពេលវេលាមានខ្លីលោកបណ្ឌិតថាតើមូលហេតុនៃការបែកបាក់ហ្នឹងមកពីបែកបាក់សង្គមយើងហ្នឹងបែកបាក់បែបណាមូលហេតុអីហើយធ្វើម៉េចដើម្បីឲ្យមានការលែងខ្វែងយោបល់គ្នាទៅវិញបានមានការស្រោះស្រួលគ្នាទៅបានដោយអ្នកនយោបាយដែរបាទសូមជឿការខ្វែងនេះគឺការចេញមកអំពីផលប្រយោជន៍ទី1គណៈបកមេគណៈបកទាំងពីរគាត់ទៅតែលើទេខាងក្រោមគាត់អត់ទៅយ៉ាងម៉េចសំបីតែក្នុងបកហ្នឹងគឺថាខ្លាចបាត់បង់ផលប្រយោជន៍កាលណាខ្លាចបាត់បងផលប្រយោជន៍បើសិនជាឲ្យខាងក្រោមត្រូវគ្នាយើងខុសហើយពីព្រោះតាមនៃនយោបាយគេថាធ្វើនយោបាយធ្វើតែថ្នាក់ដែលមន្ត្រីនយោបាយទេប៉ុន្តែថ្នាក់មន្ត្រីក្រោមពីអគ្គនាយកមកអត់ធ្វើទេប៉ុន្តែអានោះមិនមែនអញ្ចឹងទេគឺគាត់ធ្វើពីលើដល់ក្រោមហើយអញ្ចឹងពេលដែលមានផលប្រយោជន៍អញ្ចឹងគាត់ខ្លាចបើសិនជាត្រូវគ្នាធ្លុងមួយគេអាចបញ្យល់គ្នាទៅវិញទៅមកបញ្យល់គ្នាទៅវិញទៅមកកាលណាបញ្យល់គ្នាទៅវិញទៅមកអាចរកចំណុចរួមបានហើយធ្វើឲ្យបាត់បង់កម្លាំងអញ្ចឹងមកដល់សប្តាហ៍ថ្ងៃនេះភាពបាក់បែកនៅតែបន្តសំបីតែរូបខ្ញុំហ្នឹងតែពិបាកគេនឹងនិយាយរកផងពីព្រោះគេថាអ្នកខាងប្រឆាំងក៏ថាលក់ក្បាលឲ្យគណៈបកប្រជាជនគណៈបកប្រជាជនក៏ថាខ្ញុំលក់ក្បាលគណៈបកប្រឆាំងហើយប្រឆាំងក៏អត់ហ៊ាននិយាយរកខ្ញុំគណៈបកប្រជាជនក៏អត់និយាយរឿងខ្ញុំវាទៅជាមនុស្សឯកោប៉ុន្តែអ្នកដែលនិយាយគឺប្រជាជនដែលអត់មានអំណាចប្រជាជនធម្មតាប៉ុន្តែមន្ត្រីដែលមានមុខមាត់ធំគឺគេអត់សូវហ៊ាននិយាយទេពីព្រោះខ្លាចយើងប៉ះពាល់អាហ្នឹងដែលវាកើតចេញឲ្យកើតចេញមកពីផលប្រយោជន៍បើមនុស្សហ៊ានលះបង់អាផលប្រយោជន៍នឹងចេញខ្ញុំជឿជាក់ថាស្អីក៏អាចធ្វើទៅបានដែរហើយត្រូវតែចេញពីអ្នកឆន្ទៈអ្នកនយោបាយបើអ្នកនយោបាយថាយើងត្រូវតែរួបរวมគ្នាឯកភាពគ្នាពេលយើងចប់ធ្វើនយោបាយយើងឲ្យប្រជាជនចាប់ដៃគ្នាប៉ុន្តែមិនអីម្នាក់មានកម្លាំងតាំងពីលើដល់ក្រោមភូមិឃុំសង្កាត់សិទ្ធិកម្លាំងរបស់ខ្លួនមើលមុខគ្នាអត់បានមើលចុះមើលឡើងអាចដេញរោរឿងគ្នាអាហ្នឹងជាបញ្ហាហើយមួយទៀតការប្រតិបត្តិការទៅលើផ្លូវច្បាប់បើសិនជាគណៈបកខ្សោយប្រតិការផ្លូវច្បាប់អត់សូវមានទេឥឡូវយើងគិតមើលគណៈបកសង្គ្រោះជាតិឯកឧត្តមកឹមសុខាសមាជិករបស់គាត់លោកសរសេរលិខិតទៅនាយករដ្ឋមន្ត្រីដើម្បីឲ្យដោះលែងគណៈបកប្រជាជនគេវាយទៅចាប់កោះគណៈបកប្រឆាំងទៅសួរឡាការចុះប្រជាជនស្លាប់5នាក់ស្លាប់ម្នាក់ទៀតនៅស្ពានអាកាសអ្នកណាអ្នកកោះហៅអាហ្នឹងដែលជាប្រជាជនសាមញ្ញគាត់មិនមែនគណៈបកបាទលោកកឹមសុខាមានពេល20វិនាទីសម្ដីចុងក្រោយមុននឹងយើងបញ្ចប់កម្មវិធីខ្ញុំសូម
ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋថាសូមឲ្យលោកអញ្ជើញចាំមើលបន្តិចទៀតណាចាំមើលហើយពួកខ្ញុំក៏មិនមែនថាខ្ញុំចំពោះខ្ញុំខុសគេខ្ញុំមានថាល្អអត់ខ្ចោះទេខ្ញុំថានៅគណៈថាបើកទ្វារសិនទេហើយជួយមើលគ្នាទៅអង្គវាទៅជាបាយហើយចឹងនាំគ្នារកគ្រឿងរកគ្រូមហោបបណ្ដាទៅមិនឲ្យបាយឆ្ងាញ់កុំមកជន់បាយចោលកណ្ដាលជន់បាយចោលខ្លួនអ្នកដំអរពេលហើយបាទបវាយគេផ្ដួលគឺយើងលាស្រុកយើងអរគុណអ្នកដំកម្មវិធីផ្សាយរបស់យើងនៅពេលនេះសូមជំរាបសួរលោកលោកស្រីអ្នកនាងកញ្ញាខ្ញុំសូមអរគុណលោកអ្នកដែលបានបើកស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង AFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយប្រាក់ធីតាចៅក្រមចោទប្រកាន់និងក៏ហៅមេដឹកនាំសហជីពក្នុងសំណុំរឿងកម្មករធ្វើបាតកម្មនៅផ្លូវវែងស្រីសង្គមស៊ីវិលស្នើគណៈបកទាំងពីរកុំកេងចំណេញនយោបាយក្នុងរឿងដោះស្រាយដីធ្លីសង្គមស៊ីវិលស្វែងរកគន្លឹះកសាងសន្តិភាពដាក់ជូនគណៈបកជាប់ឆ្នោតរីឯព័ត៌មានអន្តរជាតិសកម្មជនប្រជាធិបតេយ្យហុងកុងត្រូវប៉ូលីសចាប់ខ្លួនរុស្ស៊ីនឹងកែប្រែយុទ្ធសាស្ត្រទ័ពរបស់ខ្លួនដើម្បីប្រឈមទៅនឹងគ្រោះថ្នាក់ពីខាងអូតង់ RFIលោកជាសុភីចៅក្រមស៊ើបសួរតុលាការសាលាដំបងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យមេដឹកនាំសហជីពកម្មករលោកប៉ៅស៊ីណាចូលខ្លួនដើម្បីចៅក្រមសួរចម្លើយនៅព្រឹកថ្ងៃទី 12 កញ្ញាក្នុងសំណុំរឿងកម្មកររោងចក្រកាត់ដេរធ្វើបាតកម្មមុខសួនឧស្សាហកម្មកាណាឌីយ៉ានៅផ្លូវវែងស្រេងតាមដីកាបង្គាប់ឲ្យចូលខ្លួនលោកប៉ៅស៊ីណាប្រធានសហព័ន្ធសហជីពចលនាកម្មករត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសគំរាមកំហែងនិងបិទផ្លូវក្នុងពេលកម្មករធ្វើបាតកម្មចាប់ពីថ្ងៃទី 25 ខែធ្នូឆ្នាំ 2013 រហូតដល់ថ្ងៃទី 3 មករាឆ្នាំ 2014 លីមិញហួរជួនសេចក្តីរាយការណ៍ដីកាបង្គាប់ឲ្យចូលខ្លួននោះចេញដោយលោកជាសុភៀងចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញចុះថ្ងៃ 22 សីហាឆ្នាំ 2014 ហើយបានទៅដល់ដៃមេដឹកនាំសហជីពកម្មករលោកប៉ៅស៊ីណានៅព្រឹកថ្ងៃទី 2 កញ្ញានេះចៅក្រមបានចោទប្រកាន់លោកប៉ៅស៊ីណាពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោសគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នៅបញ្ហាអ្វីមួយនិងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈក្នុងដីកាចៅក្រមបានកំណត់ថាបទល្មើសចោទប្រកាន់លើមេដឹកនាំសហជីពកម្មករលោកប៉ៅស៊ីណានេះគឺបានប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវែងស្រេងកាលពីថ្ងៃទី 25 ខែធ្នូឆ្នាំ 2013 រហូតដល់ថ្ងៃទី 3 ខែមករាឆ្នាំ 2014 លោកប៉ៅស៊ីណាបានចាត់ទុកចំណាត់ការរបស់ចៅក្រមលើរូបលោកនៅពេលនេះថាជារឿងគំរាមកំហែងថ្មីមួយទៀតក្នុងបំណងបន្ទុចបង្អាក់មេដឹកនាំសហជីពកម្មករមិនឲ្យធ្វើយុទ្ធនាការទាមទារឡើងប្រាក់ខែកម្មករ$177យុទ្ធនាការនោះនឹងធ្វើនៅថ្ងៃ 17 កញ្ញាជាការកត់សម្គាល់ក្នុងសំណុំរឿងចោទប្រកាន់មេដឹកនាំសហជីពកម្មករនៅពេលនេះយ៉ាងហោចណាស់ក៏មានមេដឹកនាំកម្មករ5រូបផ្សេងទៀតរួមមានលោករងឈុននិងលោកអាត់ធុនជាដើមត្រូវចៅក្រមចោទប្រកាន់និងក៏ហៅឲ្យចូលខ្លួនដោយលោកប៉ៅស៊ីណាដែរមូលហេតុមកពីមេដឹកនាំសហជីពកម្មករទាំងនោះបានដឹកនាំកម្មកររោងចក្រកាត់ដេរធ្វើបាតកម្មទាមទារឡើងប្រាក់ខែកាលពីថ្ងៃ 25 ខែធ្នូដល់ថ្ងៃទី 3 មករាប៉ុន្តែគិតត្រឹមរសៀលថ្ងៃពុធនេះគឺមានតែលោកប៉ៅស៊ីណាម្នាក់ប៉ុណ្ណោះបានទទួលដីកាក្រោយការហេតុបាតកម្មភ្លាមកាលពីខែមករាលោករងឈុនត្រូវបានចៅក្រមបង្គាប់ឲ្យចូលខ្លួនជាមួយនឹងមេដឹកនាំគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីនិងលោកកឹមសុខាបាតកម្មកាលនោះនាំឲ្យទាហានប៉ូលីសនិង PM បានបង្ក្រាបយ៉ាងហិង្សាបណ្ដាលឲ្យកម្មករយ៉ាងហោចណាស់ 5 នាក់ត្រូវបានបាញ់សម្លាប់និងរបួសជាង 40 នាក់ផ្សេងទៀតមេដឹកនាំសហជីពនិងកម្មករ 23 នាក់ត្រូវបានចាប់ឃុំខ្លួនអស់ជាច្រើនខែហើយទ្រព្យសម្បត្តិរោងចក្រមួយចំនួនត្រូវបានបាតុករវាយកំទេចប៉ុន្តែចំណាត់ការរបស់តុលាការនៅពេលនេះធ្វើឡើងប្រឆាំងតែមេដឹកនាំសហជីពកម្មករប៉ុណ្ណោះចំណែកឯទាហានប៉ូលីសនិង PM ដែលបានបង្ក្រាបទៅលើបាតុករមិនត្រូវបានចៅក្រមចាត់ការនោះទេសហគមន៍បឹងកក់បរិយាកាថ្មគោលអ្នកភូមិឡពៀងនិងក្រុមព្រះសង្ឃនឹងហែងញាត់ទៅដាក់នៅស្ថានទូតអាមេរិកនៅព្រឹកថ្ងៃស្អែកនេះដើម្បីឲ្យស្ថានទូតនេះជួយពន្លឿនដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេលោកច័ន្ទពុទ្ធិស័កប្រធានផ្នែកព័ត៌មាននៃសហគមន៍បឹងកក់បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថាសហគមន៍មានវិបត្តិទាំងអស់ដែលនឹងចូលរួមនៅព្រឹកស្អែកមិនចង់ឲ្យរដ្ឋាភិបាលពន្យាពេលនិងរកលេសទៀតទេលោកបន្តថាសូមឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់និងតាមអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន
តកតទៅនឹងបញ្ហាដីធ្លីនេះដែរគណៈកម្មការសិទ្ធិមនុស្សរបស់សភាដែលមានសមាជិកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិកំពុងដំណើរការការងាររបស់ខ្លួនទៅលើការស៊ើបអង្កេតនិងទទួលបណ្ដឹងរបស់ពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហាដីធ្លីជាពិសេសទន្ទឹមនឹងវិធានការរបស់គណៈកម្មការនេះសង្គមស៊ីវិលដែលមានជំនាញដោះស្រាយបញ្ហាដីធ្លីបានស្នើឲ្យបកទាំងពីរជៀសឲ្យបានការប្រើប្រាស់នយោបាយក្នុងយុទ្ធនាការដោះស្រាយបញ្ហាដីធ្លីដើម្បីទទួលបានផលប្រយោជន៍បកផ្ទាល់ជាជាងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនោះសហគមន៍ខ្មែរកម្ពុជាក្រោមនិងសម្ព័ន្ធយុវជនដើម្បីលទ្ធិប្រជាធិបតេយ្យប្រកាសថានឹងរៀបចំវេទិកាសាធារណៈមួយស្ដីពីទឹកដីកម្ពុជាក្រោមនិងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅប្រទេសជាតិកម្ពុជានៅឯទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញនៅថ្ងៃសៅរ៍ទី6កញ្ញាខាងមុខតាមសេចក្តីប្រកាសចុះថ្ងៃទី2កញ្ញានេះសហគមន៍ខ្មែរកម្ពុជាក្រោមបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញនិងសរសេរលិខិតសូមវាគ្មិនមួយរូបពីក្រសួងមហាផ្ទៃផងដែរកម្ពុជាគ្មានសង្គ្រាមក៏ប៉ុន្តែមិនទាន់មានសន្តិភាពពេញលេញដែរនេះជាការកត់សម្គាល់របស់ក្រុមអ្នកវិភាគនៅក្នុងវេទិកាស្ដីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជាវេទិកានេះបានប្រព្រឹត្តទៅពេញមួយថ្ងៃនៅថ្ងៃទី2កញ្ញានេះនៅឯទីស្នាក់ការរបស់វិទ្យាស្ថានសន្តិភាពកម្ពុជានិងអង្គការយុវសន្តិភាពក្នុងទីក្រុងភ្នំពេញអ្នកវិភាគនិងក្រុមយុវជនដែលបានចូលរួមក្នុងវេទិកានេះព្យាយាមស្វែងរកគន្លឹះកសាងសន្តិភាពដើម្បីដាក់ជូនគណៈបកជាប់ឆ្នោតទាំងពីរសឿងភិរៈជួនសេចក្តីរាយការណ៍អ្នកចូលរួមប្រមាណជា100នាក់ដែលភាគច្រើនជាយុវជនបានជួបជុំគ្នាក្នុងគោលបំណងជជែកពិភាក្សាពីបញ្ហាសន្តិភាពនៅកម្ពុជាទំនាស់ដីធ្លីបញ្ហាសេរីភាពបញ្ចេញមតិអំពើពុករលួយអយុត្តិធម៌សង្គមដែលពលរដ្ឋជាច្រើនបានជួបប្រទះត្រូវបានវាគ្មិននានាចាត់ទុកថាគឺជាដើមហេតុបណ្ដាលឲ្យសន្តិភាពនៅកម្ពុជាមិនទាន់មានស្ថិរភាពគ្រប់គ្រាន់នៅឡើយលោកសុកទូចអ្នកវិភាគនិងជាវាគ្មិនក្នុងវេទិកានោះបានថ្លែងថាក្រៅពីមូលហេតុដែលបានលើកឡើងខាងដើមកង្វះចំណេះដឹងរបស់មេដឹកនាំក៏ជាមូលហេតុចម្បងមួយផងដែរដោយសារតែបញ្ហានេះហើយទើបសន្តិភាពរបស់កម្ពុជាបាត់បង់ទៅវិញក្រោយទសវត្សរ៍ឆ្នាំ60លោកបន្តថាចំណេះដឹងរបស់មេដឹកនាំសំខាន់ណាស់តែទន្ទឹមនឹងនោះប្រជាពលរដ្ឋក៏ត្រូវមានចំណេះដឹងគ្រប់គ្រាន់ដែរទើបសង្គមមួយអាចស្វែងរកសន្តិភាពពិតប្រាកដលោកលងខេតនាយកប្រតិបត្តិនៃអង្គការយុវសន្តិភាពបានថ្លែងផងដែរថាសន្តិភាពមិនមែនមានន័យថាជាការគ្មានសង្គ្រាមនោះឡើយដូច្នេះការសម្រេចទិសដៅទៅរកសន្តិភាពពិតប្រាកដកំពុងស្ថិតនៅលើផ្លូវវែងឆ្ងាយមួយសម្រាប់ប្រទេសកម្ពុជាចំណែកលោកឡៅម៉ុងហៃអ្នកវិភាគសង្គមនិងនយោបាយក៏បានកត់សម្គាល់ដែរថាពលរដ្ឋដែលរស់នៅក្នុងសន្តិភាពតែគ្មានសេរីភាពគឺមានន័យស្មើនឹងទាសករយ៉ាងណាក៏ដោយលោកសុកទូចបញ្ជាក់ថាបើប្រៀបធៀបនឹងប្រទេសជិតខាងកម្ពុជាជាប្រទេសដែលមានសន្តិភាពគួរសមជាស្ដែងកម្ពុជាមិនទាន់មានវិបត្តិនយោបាយធ្ងន់ធ្ងរដូចប្រទេសជិតខាងនោះទេលោកផ្ដល់យោបល់ថាដើម្បីធ្វើឲ្យប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញលុះត្រាតែតំណាងរាស្ត្របច្ចុប្បន្នមិននៅក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបកមនុស្សគ្រប់គ្នាមិនថាអ្នកមានឬអ្នកក្រត្រូវស្ថិតនៅក្រោមច្បាប់តែមួយហើយច្បាប់មិនត្រូវស្ថិតនៅលើមាត់អ្នកមានអំណាចនោះទេគូបញ្ជាក់ដែរថាវេទិកាពិភាក្សានេះមានគោលដៅប្រមូលនិងចងក្រងគំនិតរបស់អ្នកចូលរួមទាំងអស់ដើម្បីដាក់បញ្ចូលនៅក្នុងញត្តិមួយញត្តិនោះនឹងត្រូវផ្ញើទៅកាន់គណៈបកជាប់ឆ្នោតទាំងពីរនិងទៅរដ្ឋសភាដើម្បីជាជំនួយស្មារតីក្នុងការកសាងវប្បធម៌សន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជាទាក់ទងទៅនឹងការប្រឡងបាក់ឌុបវិញលោកច័ន្ទរតប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាបានស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាអំពីការអនុញ្ញាតឲ្យសិស្សប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុងពេលប្រឡងលោកថានៅក្នុងការប្រឡងការគណនាលេខកំពិតកំប៉ុកគឺជាការចំណាយពេលឥតប្រយោជន៍បើតាមប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជារូបនេះសិស្សគួរតែអាចប្រើប្រាស់ម៉ាស៊ីនគិតលេខក្នុងពេលប្រឡងដើម្បីគណនាចម្លើយតូចៗការអនុវត្តដូចនេះអាចធ្វើឲ្យសិស្សមានពេលច្រើនដើម្បីវិភាគដោះស្រាយចំណោទបញ្ហាធំៗការដោះស្រាយចំពោះចំណោទបញ្ហាធំៗដែលលោកច័ន្ទរតលើកឡើងថាជាការកសាងសមត្ថភាពសម្រាប់អ្នកដឹកនាំសូមស្ដាប់ប្រសាសន៍របស់លោកច័ន្ទរតអញ្ចឹងបើសិនដាក់លំហាត់ឲ្យសិស្សគាត់គណនាលេខដោយដៃពេលខ្លះគាត់ធ្វើបានតែលំហាត់5នេះតែបើសិនជាយើងអនុញ្ញាតឲ្យគាត់ប្រើម៉ាស៊ីនគិតលេខយើងអាចដាក់លំហាត់ដាក់លេខធំវាអាចដល់20លំហាត់តើយើងគួរណាជ្រើសរើសយកប្រព័ន្ធណាពីព្រោះជួនកាលកាលណាឲ្យកូនសិស្សគិតលេខដោយដៃអ្នកដាក់វិញ្ញាសាហ្នឹងដាក់លេខទូចទេគិតលេខទូចប៉ុន្តែបើកាលណាដាក់ប្រើដោយម៉ាស៊ីនគិតលេខយើងអាចដាក់លេខដល់ទៅរាប់លានរាប់កោដហើយ
អាគិតលេខធំនឹងគឺជាការកសាងសមត្ថភាពរបស់អ្នកគ្រប់គ្រងពីព្រោះអ្នកគ្រប់គ្រងត្រូវការគិតបញ្ហាធំដោះស្រាយបញ្ហាធំហើយដល់តែយើងធ្លាប់តែគិតលេខទូដល់មកធ្វើអ្នកគ្រប់គ្រងដោះស្រាយបានតែលេខទូអរគុណរចនាដែលបានរៀបចំសម្លេងលោកច័ន្ទរតអំបញ្ញមិញនេះតកតងទៅនឹងបញ្ហានេះដែរសាកលវិទ្យាល័យខេមរៈសហការជាមួយនឹងវិទ្យាស្ថានគណិតវិទ្យារបស់ប្រទេសជប៉ុនមូលនិធិស៊ូគីននឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យាថ្នាក់អន្តរជាតិលើកទី6នៅថ្ងៃទី30កញ្ញាខាងមុខនេះការប្រឡងតេស្តសមត្ថភាពគណិតវិទ្យានេះមាន3កម្រិតគឺសម្រាប់សិស្សពីថ្នាក់ទី4ដល់កម្រិតមហាវិទ្យាល័យដោយមានបែងចែកជាថ្នាក់ផ្សេងៗសាកលវិទ្យាល័យខេមរៈចាប់ផ្ដើមទទួលពាក្យចុះឈ្មោះពីពេលនេះរហូតដល់ថ្ងៃទី15កញ្ញាសន្និសីទប្រចាំតំបន់លើកទី8នៃគំនិតផ្ដួចផ្ដើមប្រឆាំងអំពើពុករលួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ OECD សម្រាប់អាស៊ីប៉ាស៊ីហ្វិកបានបើកធ្វើនៅភ្នំពេញរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី2ដល់ថ្ងៃទី4កញ្ញាក្រុមការងារមកពីប្រទេសចំនួន31បានផ្ដើមជួបគ្នានៅថ្ងៃអង្គារទី2កញ្ញានេះនៅឯសន្តាគារអង្គរកងទីនងតាល់សន្និសីទថ្នាក់តំបន់នេះធ្វើឡើងក្រោមប្រធានបទការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងការកសាងទំនុកចិត្តលម្អិតព័ត៌មានដោយប៉ែនបូណាថ្លែងទៅកាន់ក្រុមការងារមកពីប្រទេសចំនួន31នៅថ្ងៃជួបជុំគ្នាដំបូងនេះលោកតុកសំប្រធានក្រុមរក្សាជាតិប្រឆាំងអំពើពុករលួយបានកត់សម្គាល់ថាមិនខុសពីបណ្ដាប្រទេសនានាដែលមានវត្តមានក្នុងសន្និសីទនេះទេរដ្ឋាភិបាលកម្ពុជាក៏បានយល់ច្បាស់អំពីផលវិបាកនៃអំពើពុករលួយហើយបានចាត់ទុកបញ្ហានេះថាជាអាទិភាពមួយដែលត្រូវដោះស្រាយជាក់ស្ដែងកម្ពុជាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយកាលពីឆ្នាំ2010និងបង្កើតឲ្យមានស្ថាប័នប្រឆាំងអំពើពុករលួយក្នុងនោះមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលមានតួនាទីពិគ្រោះនិងផ្ដល់យោបល់និងអង្គភាពប្រឆាំងអំពើពុករលួយដែលជាអាជ្ញាធរអនុវត្តច្បាប់ស្ថាប័នទាំងពីរនេះបានដំណើរការរបស់ខ្លួនជាបន្តបន្ទាប់មកហើយនេះគឺជាការគូបញ្ជាក់របស់លោកតុកសំសូមបញ្ជាក់ថាសន្និសីទនេះនឹងចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃពុធទី3ខែកញ្ញាដោយមានវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងប្រធានការិយាល័យប្រឆាំងអំពើពុករលួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងអំឡុងពេល3ថ្ងៃនេះគណៈប្រតិភូទាំង31ប្រទេសរួមទាំងអ្នកជំនាញនាំមុខគេមកពីជុំវិញពិភពលោកនិងផ្លាស់ប្ដូរបទពិសោធន៍គ្នាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគោលដៅគឺការកសាងទំនុកចិត្តទៅលើរដ្ឋាភិបាលទៅលើវិស័យឯកជននិងសង្គមស៊ីវិលបន្ទាប់ពីគេបានរកឃើញថាអំពើពុករលួយបានធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងទៅលើស្ថាប័នរដ្ឋនិងឯកជនយោងតាមកម្មវិធីដែលបានគ្រោងទុកសន្និសីទនេះនឹងជជែកគ្នាអំពីការកសាងទំនុកចិត្តទៅលើរដ្ឋាភិបាលទៅលើវិស័យឯកជននិងការបង្កើតសម្ព័ន្ធភាពរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការជាមួយនឹងរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏មានដែរកិច្ចពិភាក្សាអំពីការអនុវត្តគោលនយោបាយប្រឆាំងអំពើពុករលួយនិងការវាស់ស្ទង់ពីផលប៉ះពាល់នៃភ្នាក់ងារប្រឆាំងអំពើពុករលួយផងដែរក្រសួងយុទ្ធភ័ពបានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមអ្នកនាំពាក្យក្រសួងយុទ្ធភ័ពចុះថ្ងៃទី1កញ្ញាម្សិលមិញនេះក្រុមអ្នកនាំពាក្យរបស់ក្រសួងយុទ្ធភ័ពត្រូវបានបង្កើតឡើងដើម្បីតាក់ទងនិងឆ្លើយឆ្លងជាមួយនឹងសាធារណជនបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិសហការជាមួយនឹងអង្គភាពទាំងអស់ចំណុះក្រសួងយុទ្ធភ័ពដើម្បីប្រមូលព័ត៌មាននិងឯកសារពាក់ព័ន្ធនៅក្នុងការឆ្លើយបំភ្លឺជាមួយនឹងសាធារណជននិងបណ្ដាញសារព័ត៌មានរៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងយុទ្ធភ័ពនិងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសូមបញ្ជាក់ថាសមាជិកភាពក្រុមអ្នកនាំពាក្យក្រសួងយុទ្ធភ័ពមាន3រូបគឺលោកគឹមសន្តិភាពអនុរដ្ឋលេខាធិការក្រសួងមានទូរស័ព្ទលេខ012 76 99 99លោកចិនម៉ាលីសំទោសគឺលោកចិនម៉ាលីនអនុរដ្ឋលេខាធិការក្រសួងមានទូរស័ព្ទលេខ016 78 89 33និងលោកសនសុភ័ណ្ឌនាយកខុទ្ទកាល័យលោករដ្ឋមន្ត្រីមានទូរស័ព្ទលេខ012 79 73និង72យើងផ្ដើមព័ត៌មានអន្តរជាតិដោយនិយាយអំពីទីក្រុងហុងកុងនគរបាលនៅហុងកុងបានធ្វើការចាប់ខ្លួនក្រុមសកម្មជនប្រជាធិបតេយ្យប្រមាណជា20នាក់នៅក្នុងឱកាសបាតកម្មប្រឆាំងទល់នឹងស្ដេចទៅនឹងសេចក្តីសម្រេចចិត្តរបស់ក្រុងប៉េកាំងដែលកម្រិតមិនបើកទូលាយនៅក្នុងការបោះឆ្នោតសកលនៅហុងកុងអតីតអាណានិគមប្រទេសអង់គ្លេសមួយនេះបើយោងតាមប្រភពនគរបាលនៅថ្ងៃអង្គារទី2កញ្ញានេះនុយបេអាណាដេតជួនសេចក្តីរាយការណ៍
ក្រុមបាតុករហុងកុងដែលជាសកម្មជនប្រជាធិបតេយ្យបានប្រមូលផ្ដុំគ្នានៅពីមុខសន្តាគារមួយជាទីដែលអ្នកតំណាងជាន់ខ្ពស់ម្នាក់របស់ទីក្រុងប៉េកាំងមកដល់ហុងកុងតាំងពីថ្ងៃអាទិត្យមុនដើម្បីធ្វើការពន្យល់ពីការសម្រេចចិត្តរបស់អាជ្ញាធរប៉េកាំងក្នុងការកម្រិតមិនបើកទូលាយនៅក្នុងការបោះឆ្នោតជាសកលនៅហុងកុងនោះហើយគឺជាប្រភពធ្ងន់ធ្ងរនៃវិបត្តិនយោបាយនៅក្នុងដែនដីស្វយ័តហុងកុងចាប់តាំងពីប្រទេសអង់គ្លេសបានប្រគល់ហុងកុងទៅឲ្យប្រទេសចិនវិញនៅឆ្នាំ1997តាំងពីយប់ថ្ងៃច័ន្ទម្សិលមិញម្លេះក្រុមបាតុករបានធ្វើការវាយប្រឡូកតទល់គ្នាជាមួយក្រុមនគរបាលនៅចំពីមុខសន្តាគារឆើតឆាយមួយក្នុងសង្កាត់ពាណិជ្ជកម្មនៅទីនេះហើយដែលលោកលីហ្វេអនុប្រធានគណៈកម្មការសភាជាតិចិនស្នាក់នៅក្នុងការប៉ះទង្គិចគ្នាម្សិលមិញជន19នាក់ត្រូវបាននគរបាលចាប់ខ្លួនហើយក្នុងនោះ18នាក់ត្រូវជាប់សង្ស័យពីបទប្រមូលផ្ដុំគ្នាដោយខុសច្បាប់និងបានប្រមាថបំពានលើភ្នាក់ងារប៉ូលីសក៏ប៉ុន្តែបាតុករទាំង19នាក់នោះត្រូវបាននគរបាលដោះលែងវិញនៅពេលរសៀលថ្ងៃអង្គារនេះទៀតការប៉ះទង្គិចគ្នាជាថ្មីទៀតបានកើតឡើងក្រុមនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីវាយបំបែកវងបាតុករដែលប្រមូលផ្ដុំគ្នានៅមុខសាលសន្និសីទមួយនៅទីនោះលោកលីហ្វេអនុប្រធានគណៈកម្មការសភាជាតិចិនត្រូវបានក្រុមអ្នកតំណាងរាស្ត្រហុងកុងនាំគ្នាស្រែកចំអកទីទានឲ្យយ៉ាងខ្លាំងក្លាខណៈដែលលោកហ្វេត្រៀមខ្លួននឹងឡើងថ្លែងសុន្ទរកថាមួយនៅឱកាសនោះបាតុករ3នាក់ត្រូវបានចាប់ខ្លួនពីបទបង្កភាពច្របូកច្របល់នៅក្នុងសង្គមហើយគិតមកទល់រសៀលថ្ងៃនេះបាតុករ3នាក់ស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាលនៅឡើយដែរសូមបញ្ជាក់ថាទីក្រុងប៉េកាំងធ្លាប់បានជូនដំណឹងជាមុនថាអនាគតប្រមុខដឹកនាំនីតិប្រតិបត្តិនៅហុងកុងនឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលចាប់ពីឆ្នាំ2017ទៅប៉ុន្តែគឺមានតែបេក្ខជន2ឬ3នាក់ប៉ុណ្ណោះដែលនឹងអាចត្រូវជ្រើសរើសចូលឈ្មោះជាបេក្ខជនបោះឆ្នោតបានការកម្រិតមិនបើកទូលាយលើការបោះឆ្នោតសកលនេះហើយដែលក្រុមសកម្មជនប្រជាធិបតេយ្យនៅហុងកុងប្រឆាំងមិនអាចទទួលយកបាននិងចោទទីក្រុងប៉េកាំងថាបានក្បត់នឹងពាក្យសន្យារបស់ខ្លួនគូរំលឹកថាប្រជាជននៅហុងកុងមានភ័ព្វសំណាងខ្ពស់ជាងប្រជាជនចិនដីគោកដោយហុងកុងមានប្រព័ន្ធយុត្តិធម៌និងនយោបាយខុសគ្នាស្រឡះពីប្រទេសចិនជាពិសេសសិទ្ធិនៅក្នុងការបញ្ចេញមតិដែលគ្មានសោះឡើយនៅក្នុងប្រទេសចិនដីគោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយនៅថ្ងៃអង្គារនេះថាគេត្រូវតែបញ្ឈប់អំពើហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលនៅក្នុងប្រទេសនេះឲ្យបាននេះជាការថ្លែងនៅក្នុងកិច្ចប្រជុំសភាបន្ទាន់មួយដើម្បីពិភាក្សាពីស្ថានភាពនយោបាយបច្ចុប្បន្នដែលមានការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Nawaz Sharaf ចុះចេញពីតំណែងអ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថាមនុស្សប្រមាណជា1លាននាក់ដែលរស់នៅក្នុងតំបន់សង្គ្រាមហែកហួរនៅប្រទេសសូម៉ាលីកំពុងតែប្រឈមទៅនឹងភាពអត់ឃ្លាននិងគ្រោះរាំងស្ងួតអង្គការដដែលនេះបានសង្កត់ធ្ងន់ថាប្រជាជនទាំងនោះត្រូវការជាបន្ទាន់នូវអាហារូបត្ថម្ភបើមិនដូច្នេះទេពួកគេនឹងផុងកាន់តែជ្រៅទៅរកគ្រោះទុរភិក្សបន្ថែមទៀតរហូតដល់ស្លាប់សូមបញ្ជាក់ថាសង្គ្រាមហែកហួរនៅក្នុងប្រទេសតំបន់អាហ្វ្រិកមួយនេះបានសម្លាប់មនុស្សអស់ជាង50,000នាក់តាំងតែពីឆ្នាំ2012មកអ្នកស្លាប់ភាគច្រើនគឺជាកុមារដែលទទួលរងនៅការអត់ឃ្លានយោធាអាមេរិកបានចាប់ផ្ដើមវាយប្រហារតាមផ្លូវអាកាសដើម្បីប្រឆាំងទៅនឹងមេដឹកនាំស៊ីបាតនៅសូម៉ាលីដែលជាបណ្ដាញរបស់ក្រុមអាល់កៃដានេះបើតាមការឲ្យដឹងពីរដ្ឋាភិបាលនៅថ្ងៃអង្គារនេះក៏ប៉ុន្តែរដ្ឋាភិបាលមិនបានផ្ដល់ព័ត៌មានលម្អិតថាតើការវាយប្រហារនោះបានទទួលជោគជ័យឬក៏យ៉ាងណានោះទេទាក់ទងទៅនឹងមេរោគអេបូឡាវិញការរីករាលដាលនៃមេរោគអេបូឡានៅក្នុងសាធារណរដ្ឋកុងហ្គោបានសម្លាប់មនុស្សអស់31នាក់ហើយមេរោគនេះនៅតែបន្តរាលដាលខ្លាំងនៅក្នុងតំបន់ភាគពាយព្យនៃប្រទេសនេះបើយោងតាមអង្គការសុខភាពពិភពលោក WHO ដែលបាននិយាយនៅថ្ងៃអង្គារនេះសូមបញ្ជាក់ថារហូតមកទល់នឹងពេលនេះជំងឺអេបូឡាបានសម្លាប់មនុស្សអស់ជាង1500នាក់ហើយភាគច្រើនគឺនៅក្នុងប្រទេសលីបេរីយ៉ា សេរ៉ាលេអូន ហ្គីណេ និងនីហ្សេរីយ៉ារុស្ស៊ីនឹងបដូរយុទ្ធសាស្ត្រទ័ពរបស់ខ្លួនបន្ទាប់ពីអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីគឺលោកមីខាអែលបូបូបានថ្លែងនៅក្នុងបទសម្ភាសន៍នៅទីភ្នាក់ងារព័ត៌មានរុស្ស៊ីថាសហរដ្ឋអាមេរិកកំពុងតែបង្កើនក្រុមទ័ពអូតង់ជាច្រើននៅតាមបណ្ដាប្រទេសជាប់ព្រំដែនជាមួយនឹងរុស្ស៊ីសូមស្ដាប់សេចក្តីរាយការណ៍របស់កែវឆាយាពីក្រុងមូស្គូមូលហេតុនៃសេចក្តីថ្លែងការណ៍នេះគឺមកពីប៉ាសម្ព័ន្ធអូតង់ស្របនឹងការចុះផ្សាយនៃកាសែតអាឡម៉ង់មួយកាលពីម្សិលមិញមានគម្រោងពង្រាយមូលដ្ឋានយោធាថ្មីចំនួន5ប្រចាំនៅតាម3ប្រទេសបាល់គឺលីទុអានី លេតូនី អេស្តូនីព្រមទាំងនៅប៉ូឡូញនិងរូម៉ានីដែលសុទ្ធតែមានព្រំដែនជាប់នឹងរុស្ស៊ី
តាមគម្រោងអូតង់នៅនឹងមូលដ្ឋាននេះនីមួយៗនឹងដាក់ឲ្យឈរជើងគឺយោធាអូតង់600នាក់សម្រាប់រងពេលយូរតែម្ដងផែនការនេះត្រូវលើកយកទៅពិភាក្សាក្នុងជំនួបកំពូលអូតង់នៅប្រទេសអង់គ្លេសថ្ងៃ4-5 កញ្ញាខាងមុខលោកមីខាអ៊ីលប៉ូប៉ូវអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីក្នុងបទសម្ភាសន៍នោះលោកអត្ថាការកែប្រែយុទ្ធសាស្ត្រទ័ពរុស្ស៊ីគឺតម្រូវដោយកត្តានយោបាយក្រៅប្រទេសមួយចំនួនបែបយ៉ាងទន្ទឹមនឹងការដែលអូតង់ចេះតែវាទីរំកិលមកពីខាងកើតមកជិតនឹងរុស្ស៊ីក៏ចោទឡើងទាំងបញ្ហាបណ្ដាលមកពីប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលដែលសហរដ្ឋអាមេរិកបន្តបង្កើតឡើងនៅអឺរ៉ុបខាងកើតសម្រាប់បន្ថយជាមុនសក្តានុពលកងកម្លាំងប៉ារ៉ាម៉ាណូរបស់រុស្ស៊ីព្រមទាំងមកពីស្ថានភាពនៅអ៊ុយក្រែនម្ល៉េះហើយបានជាតាមប្រសាសន៍គាត់យុទ្ធសាស្ត្រទ័ពដែលរុស្ស៊ីបានអនុម័តតាំងពី4ឆ្នាំមុនគឺក្នុងឆ្នាំ2010មិនអាចឆ្លើយតបនឹងកាលៈទេសៈថ្មីបានពេញលក្ខណៈឡើយការកែប្រែត្រូវសម្រេចឲ្យបានមុនដំណាច់ឆ្នាំនេះគួរនិយាយថានៅលើផ្លូវធានាដល់សន្តិសុខជាតិខ្លួនសម្រាប់ប្រឈមនឹងប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អូតង់នៅលើដែនដីប៉ូឡូញរុស្ស៊ីបានដំឡើងទៅហើយឲ្យប្រចាំការនៅនឹងខេត្តកាលីនីនក្រាដតែខាងលិចបង្អស់របស់ខ្លួនគឺកាំជ្រួចមីស៊ីលមានប្រសិទ្ធភាពខ្ពស់ធុនអ៊ីស្កាន់ដាដែលវងសកម្មរបស់វាបាញ់ដល់ចម្ងាយ500គីឡូម៉ែត្រគ្របដណ្ដប់បានយ៉ាងងាយលើដែនដីប៉ូឡូញទាំងមូលពីកើតទៅលិចក៏ដូចជាគ្របដណ្ដប់លើដែនដីនៃ3ប្រទេសបាល់ទៅច្រមុះនៅជាប់នឹងរុស្ស៊ីតាមដែលក្រសួងការពារជាតិរុស្ស៊ីបានបង្ហើបឲ្យដឹងតាមជ្រួយអ៊ីស្កាន់ដានេះក៏នឹងត្រូវរុស្ស៊ីដំឡើងនៅប៉ែកខាងត្បូងប្រទេសនៅជិតព្រំដែនរូម៉ានីពីខ្ញុំកែឆាយាម៉ូស្គូ RFE តាកតងទៅនឹងវិបត្តិអ៊ុយក្រែននេះបានធ្វើឲ្យរុស្ស៊ីនិងអូតង់ដំឡើងទាំងសម្លេងនិងកម្លាំងដាក់គ្នាកាន់តែខ្លាំងឡើងខាងរុស្ស៊ីចង់កែប្រែយុទ្ធសាស្ត្រយោធាទ័ពឯខាងអូតង់កំពុងតែត្រៀមទ័ពពង្រាយនៅតាមភាគខាងកើតអឺរ៉ុបជំនួបកំពូលអូតង់នឹងត្រូវរៀបចំឡើងនៅថ្ងៃទី4និង5កញ្ញាខាងមុខនេះដើម្បីអនុម័តផែនការនិងខ្សែបន្ទាត់យុទ្ធសាស្ត្រអូតង់ប្រឈមទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីតើអូតង់មានផែនការនិងយុទ្ធសាស្ត្រយ៉ាងណាយើងនឹងវិលមកលម្អិតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់យើងនាពេលបន្តិចទៀតនេះដោយយើងនឹងមានអន្តរាគមន៍ពីអៀងសុមិញវិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHzលោកអ្នកស្ដាប់ជាទីមេត្រីជាបន្តទៀតនេះលោកនាងនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងដែលក្នុងនោះរួមមានដំបូងគឺជានីតិភ្ញៀវប្រចាំថ្ងៃរៀបចំជូនដល់រចនាថ្ងៃនេះរចនាបានសម្ភាសជាមួយនឹងលោកច័ន្ទរតប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាលោកបានបង្ហាញថាតេស្តគណិតវិទ្យាជួយវាយតម្លៃស្តង់ដារការសិក្សាកម្ពុជាធៀបទៅនឹងស្តង់ដារអន្តរជាតិក្រោយមកគឺជានីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃដែលរៀបចំជូនដល់អៀងសុមិញអត្ថាធិប្បាយពីអូតង់ចង់បង្ហាញវត្តមាននិងសមត្ថភាពប្រយុទ្ធដាក់រុស្ស៊ីបន្តមកទៀតលោកនាងនឹងបានស្ដាប់នីតិបទយកការរបស់ញឹមសុផលប្រធានបទនៃបទយកការរបស់ញឹមសុផលនិយាយអំពីរថយន្តក្រុងបន្តដង្ហើមរបស់ខ្លួនដោយស្វ័យយ័តក្រោមការគ្រប់គ្រងពីនាយករដ្ឋមន្ត្រីនិងនៅចុងបញ្ចប់នៃកម្មវិធីព័ត៌មានរបស់យើងគឺជានីតិប្រវត្តិសាស្ត្រខ្មែររបស់វ៉ាន់ឌីកអ៊ុនដែលនឹងលើកឡើងអំពីជំនួបក្រៅផ្លូវការនៅប៊ូហ្គាភ្ញៀវប្រចាំថ្ងៃភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារនេះគឺលោកច័ន្ទរតប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាសហគមន៍អ្នកគណិតវិទ្យាកម្ពុជាសហការជាមួយនឹងវិទ្យាស្ថានគណិតវិទ្យានៅក្នុងប្រទេសជប៉ុននឹងរៀបចំការធ្វើតេស្តគណិតវិទ្យានៅថ្ងៃទី30កញ្ញាខាងមុខនេះលោកច័ន្ទរតលើកឡើងថាតេស្តគណិតវិទ្យាអន្តរជាតិនេះនឹងអាចឲ្យគេវាស់ស្ទង់ស្តង់ដារសិក្សានៅកម្ពុជាថាតើមានកម្រិតណាបើធៀបទៅនឹងស្តង់ដារអន្តរជាតិតទៅនេះគឺជាបទសម្ភាសន៍រវាងអមរជនានិងលោកច័ន្ទរតសូមអញ្ជើញស្ដាប់ដូចតទៅសូមជម្រាបសួរលោកបណ្ឌិតច័ន្ទរតចា៎បាទសូមជម្រាបសួរលោកបណ្ឌិតសហគមន៍អ្នកគណិតវិទ្យាកម្ពុជាដែលមានលោកបណ្ឌិតជាប្រធាននឹងសហការជាមួយវិទ្យាស្ថានគណិតវិទ្យានៅប្រទេសជប៉ុនហើយនឹងរៀបចំការធ្វើតេស្តគណិតវិទ្យានៅថ្ងៃទី30ខែកញ្ញាខាងមុខនេះជាការធ្វើតេស្តដែលត្រូវបានរៀបចំឡើង5លើកមកហើយតាំងពីឆ្នាំ2009មកជាបឋមនេះនឹងខ្ញុំសូមអញ្ជើញលោកបណ្ឌិតជម្រាបជូនលោកអ្នកស្ដាប់បន្តិចថាតើអ្វីទៅជាតេស្តគណិតវិទ្យានេះចា៎បាទសហគមន៍អ្នកគណិតវិទ្យាកម្ពុជាបានសហការជាមួយនឹងវិទ្យាស្ថានគណិតវិទ្យាជប៉ុន
ហើយរៀបចំតេស្តនឹងឡើងហើយតេស្តហ្នឹងគឺសមស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាហើយខាងខ្ញុំបានផ្ញើទៅឲ្យជាស្ថានគណិតវិទ្យាហើយគេសិក្សាទៅលើកម្មវិធីហ្នឹងហើយគេតាក់តែងវិញ្ញាសាគណិតវិទ្យានឹងឡើងហើយតេស្តគណិតវិទ្យាហ្នឹងគឺយើងមាន10កម្រិតកម្រិតទី1ហ្នឹងវាសកម្មូលនឹងចំណេះដឹងថ្នាក់ទី4កម្រិតទី2ថ្នាក់ទី5ទី6ទី7ទី8ទី9ទី10 11 12ហ្នឹងទៅហើយនឹងកម្រិតទី10ហ្នឹងគឺកម្រិតសាកលវិទ្យាល័យហើយវិញ្ញាសាហ្នឹងគឺយើងចែកចេញជា2ផ្នែកគឺផ្នែកទី1គឺការវាស់ស្ទង់សមត្ថភាពខាងផ្នែកគណនាលេខដោះស្រាយឬសមីការហើយផ្នែកទី2គឺយើងវាស់ស្ទង់សមត្ថភាពក្នុងការដោះស្រាយចំណោទដោះស្រាយបញ្ហាផ្សេងៗចាហេតុអ្វីបានជាគេចាំបាច់ធ្វើតេស្តនេះចាអត្ថប្រយោជន៍របស់វានឹងមានអ្វីខ្លះដែរលោកបណ្ឌិតបាទការធ្វើតេស្តនេះគឺចាំបាច់ណាស់សម្រាប់សិក្សាហើយជាពិសេសតាម process នៃការសិក្សាគឺគេត្រូវតែធ្វើការវិលំលៃជាប្រចាំតាមធម្មតាក្នុងការសិក្សាព្រោះការវិលំលៃជាប្រចាំនឹងធ្វើឲ្យអ្នកសិក្សានឹងដឹងថាតើការសិក្សារបស់ខ្លួននឹងគឺបានទទួលយកនៅចំណេះដឹងនៃការផ្ទេរចំណេះដឹងមកឲ្យខ្លួននឹងពេញលេញគ្រប់គ្រាន់ 100% ហើយឬនៅហើយការធ្វើតេស្តគណិតវិទ្យាថ្នាក់អន្តរជាតិនេះគឺយើងវិលំលៃជារួមថាតើការសិក្សារបស់កម្ពុជានិងការប្រព័ន្ធអប់រំសិក្សាក្នុងតំបន់និងនៅលើពិភពលោកតើយើងសមស្របជាមួយគេទេស្តង់ដារមួយគេទេទី1គឺយើងទទួលស្គាល់ថាយើងប្រឡងជាប់បាក់ឌុបជំសិក្សាទុតិយភូមិថ្មីនេះគឺបានន័យថាយើងទទួលស្គាល់ថ្នាក់ជាតិហើយចុះថ្នាក់អន្តរជាតិតើគេទទួលស្គាល់យើងដែរឬទេអញ្ចឹងហើយបានជាតេស្តហ្នឹងទៅរៀបចំជាភាសាអង់គ្លេសចាមែនតើតេស្តគណិតវិទ្យានេះត្រូវបានរៀបចំឡើងចំនួន5លើកមកហើយតាំងពីឆ្នាំ2009រហូតមកទល់2013ហើយនឹងឆ្នាំ2014នេះជាលើកទី6មិនអញ្ចឹងលោកបណ្ឌិតចា5លើកកន្លងមកនេះតើមានអ្នកចូលរួមប្រមាណអ្នកដែរចាបាទតាមបទពិសោធន៍កន្លងមកនេះគឺជារៀងរាល់ឆ្នាំគឺបងប្អូនចាប់ពីឆ្នាំ2009រហូតដល់2012នេះគឺចំនួនអ្នកចុះឈ្មោះនៅក្បែរនឹងចំនួន200ប៉ុន្តែឆ្នាំ2013នេះមានការកើនឡើងរហូតទៅដល់450នាក់ការកើនឡើងនេះវាតាក់ទងទៅនឹងកត្តាផ្សេងច្រើនគឺទី1គឺការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយជាងមុនហើយទី2គឺចំណង់ចំណូលចិត្តនៃការសិក្សាផ្នែកវិទ្យាសាស្ត្រនឹងមានការកើនឡើងហើយទី3បងប្អូនគឺត្រៀមខ្លួនគឺដឹងថាយើងធ្វើសមារណកម្មទៅក្នុងតំបន់ហើយត្រូវចេះភាសាអង់គ្លេសប្រើជាមូលដ្ឋានហើយនឹងឲ្យបងប្អូនបានចូលរួមមានបរិមាណកើនឡើងចាដោយឡែកនិយាយត្រឡប់ទៅការធ្វើតេស្តវិញម្ដងឆ្លងកាត់តាមការធ្វើតេស្ត5លើកកន្លងមកនឹងថាតើសហគមន៍អ្នកគណិតវិទ្យាយល់ឃើញយ៉ាងណាដែរចំពោះកម្រិតគណិតវិទ្យារបស់សិស្សហើយនិស្សិតកម្ពុជាចាបាទតាមលទ្ធផលកន្លងមកនេះគឺបង្ហាញឲ្យឃើញថាវានៅចន្លោះពី20ទៅ25% ដែលបានឆ្លងកាត់តេស្តថ្នាក់កម្រិតអន្តរជាតិនេះហើយតួលេខនេះគឺវាឡើងចុះបន្តិចបន្តួចក្នុងរយៈពេល5ឆ្នាំនេះហើយលទ្ធផលនេះវាជាសូចនាករមួយបញ្ជាក់សម្រាប់អ្នករៀបចំគោលនយោបាយក៏ដូចជាការរៀបចំកម្មវិធីសម្រាប់បំពេញសមត្ថភាពគ្រូបង្រៀនក៏ដូចគ្នាដែរពីព្រោះតាមរយៈលទ្ធផលនៃការធ្វើតេស្តនេះយើងឃើញថាសិស្សភាគច្រើនមានសមត្ថភាពក្នុងការគណនាលេខក៏ប៉ុន្តែមកផ្នែកទី2ដែលជាសមត្ថភាពក្នុងការដោះស្រាយចំណោទដោះស្រាយបញ្ហាដែលភាសាអង់គ្លេសគេហៅថា critical thinking ហ្នឹងគឺមានលក្ខណៈនៅខ្សោយនៅឡើយដូច្នេះអានឹងហើយវាជាសូចនាករសម្រាប់ឲ្យអ្នករៀបចំកម្មវិធីបំពេញសមត្ថភាពគ្រូបង្រៀនហ្នឹងទៅពិចារណាថាត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើការដោះស្រាយចំណោទឬក៏ដោះស្រាយបញ្ហាជាងការគណនាលេខដូច្នេះពេលនេះហើយក៏ដូចគ្នាដែរគឺចង់សនុំពោដូចគ្នាថាអ្នកដែលពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យអប់រំយើងគួរពិចារណាថាតើគួរអនុញ្ញាតឲ្យសិស្សថ្នាក់ទី12ប្រើម៉ាស៊ីនគិតលេខទេក្នុងការដោះស្រាយចំណោទពីព្រោះពេលខ្លះអាលេខខ្លះការគណនាលេខហ្នឹងវាគ្រាន់តែជាការចំណាយពេលអត់ប្រយោជន៍ទេឧទាហរណ៍ថាការប្រើស្ថិតិអី
ណាយើងមានលេខច្រើនហើយយើងត្រូវចំណាយពេលវេលាច្រើនក្នុងការគិតលេខបើសិនជាយើងប្រើម៉ាស៊ីនគិតលេខអនុញ្ញាតឲ្យសិស្សប្រើម៉ាស៊ីនគិតលេខវាប្រើរយៈពេលខ្លីហើយបានចម្លើយហើយយើងយកចម្លើយហ្នឹងយកទៅវិភាគអីផ្សេងទុកឲ្យសិស្សមានពេលច្រើនក្នុងការវិភាគក្នុងការដោះស្រាយបញ្ហាជាជាងចំណាយពេលច្រើនទៅលើការគណនាលេខចាប៉ុន្តែបើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំហងជិនរុនការមុនពេលប្រឡងហ្នឹងលោករដ្ឋមន្ត្រីបានលើកឡើងថាមិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខដោយសារតែសិស្សទាំងអស់មិនមានលទ្ធភាពទិញម៉ាស៊ីនគិតលេខមកប្រើទាំងអស់គ្នាទេព្រោះជីវភាពសិស្សមានកម្រិតផ្សេងគ្នាអញ្ចឹងបាទជំហានដំបូងគឺអញ្ចឹងហើយប៉ុន្តែនាពេលខាងមុខវាអាចកម្រិតជីវភាពជាជនយើងកើនឡើងអាចមានលទ្ធភាពពីព្រោះយើងបានកាត់បន្ថយទៅលើការចំណាយខ្ជះខ្ជាយអត់ប្រយោជន៍ដូចជាការចំណាយលុយទៅលើការទិញប្រយោគដែលអត់ត្រូវហើយការចំណាយលុយផ្សេងទៅលើសោកទៅលើអនុរិយដូច្នេះកាត់បន្ថយការចំណាយផ្សេងហ្នឹងខ្ញុំជឿថាគាត់នឹងមានលទ្ធភាពក្នុងការទិញម៉ាស៊ីនគិតលេខសមល្មមមិនចាំបាច់ដល់កម្រិតខ្ពស់ទេប៉ុន្តែយើងមិនត្រូវអនុញ្ញាតឲ្យប្រើ smartphone អីទេពីព្រោះអានឹងវាជារឿងមួយផ្សេងទៀតចាដោយសារតែយើងកំពុងតែជជែកគ្នាអំពីបញ្ហាគណិតវិទ្យាអញ្ចឹងនេះខ្ញុំសូមអញ្ជើញលោកបណ្ឌិតឲ្យចែករំលែកបទពិសោធន៍ខ្លះថាតើមានវិធីសាស្ត្រអ្វីដែលអាចឲ្យសិស្សនឹងរៀនគណិតវិទ្យាបានពូកែចាបាទក្នុងវិធីសាស្ត្រក្នុងការសិក្សារៀនគណិតវិទ្យាពូកែហ្នឹងវាតាក់ទងកត្តាច្រើនយ៉ាងទី1កត្តាខ្លួនឯងផ្ទាល់តែម្ដងដែលត្រូវមានទេពកោសល្យពីកំណើតទី2គឺបរិស្ថានគ្រូបង្រៀនត្រូវតែពោពេញទៅដោយសមត្ថភាពនិងគរុកោសល្យហើយជាអ្នកស្រាវជ្រាវដើម្បីធ្វើម៉េចឲ្យការបង្រៀនគាត់ពោពេញទៅដោយការតាក់ទាញហើយប្រកបទៅដោយការបង្ហាញផ្លូវនិងបញ្ជាក់អំពីសារៈសំខាន់និងផលប្រយោជន៍របស់វាបើសិនជារៀនទៅវាអត់ដឹងថាយកទៅប្រើប្រាស់នៅទីណាអ្នកចេះហើយនឹងអ្នកអត់ចេះហាក់ដូចជាអត់មានអីប្រែប្រួលអត់មានអីខុសគ្នាទេអានោះក៏វាអត់អាចតាក់ទាញសិស្សឲ្យខំប្រឹងរៀនគណិតវិទ្យាដែរបញ្ហាទី3គឺបរិស្ថាននៃការសិក្សាគឺសាលារៀនត្រូវតែមានសម្ភារៈសម្រាប់សិស្សដែលមានចំណាប់អារម្មណ៍គឺសិភៅអានបន្ថែមដែលពោពេញទៅដោយបទពិសោធន៍ល្អដែលមាននៅជុំវិញពិភពលោកនេះដើម្បីឲ្យសិស្សធ្វើការស្វែងយល់ថាតើបើចេះគណិតវិទ្យាទៅវាមានផលប្រយោជន៍ស្អីខ្លះយកទៅប្រើប្រាស់នៅណាខ្លះហើយខ្លួនឯងផ្ទាល់នឹងបកកែខាងស្អីហើយសូមជ្រើសរើសទៅតាមសមត្ថភាពខ្លួនជារត់តាមទីផ្សារពីព្រោះការជ្រើសរើសឯកទេសទៅតាមទីផ្សារហ្នឹងវាបានទៅតាមសម័យកាលមួយហើយដល់ពេលមួយនោះវាលែងត្រូវការវិញតែបើយើងរៀនទៅតាមសមត្ថភាពគឺថាយើងរៀនចប់យើងមិនចាំបាច់ទៅស្វែងរកការងារធ្វើទេយើងអាចបង្កើតការងារនេះគឺជាគោលការណ៍មួយទៀតហើយមួយទៀតគឺការលើកទឹកចិត្តពីសង្គមព្រោះកន្លងមកហ្នឹងគឺយើងអត់សូវទទួលបានការលើកទឹកចិត្តទេអញ្ចឹងឧទាហរណ៍ថានៅតាមទូរទស្សន៍តារាអីផ្សេងត្រូវបានលើកទឹកចិត្តហើយអញ្ចឹងទៅវាតាក់ទាញយុវជនទៅខាងប្រឡងចម្រៀងជាងមកប្រឡងគណិតវិទ្យាប៉ុន្តែពេលនេះខ្ញុំជឿថាសង្គមមានការផ្លាស់ប្ដូរមានការប្រែប្រួលមានការយល់ដឹងច្រើនអញ្ចឹងវាទាមទារទៅតាមសមត្ថភាពរៀងខ្លួនដែលហៅថាជាប្រទេសដែលពោពេញទៅដោយឱកាសអ្នកណាដែលមានសមត្ថភាពផ្នែកខាងណាគឺតែចាប់យកខាងនឹងដែលយើងត្រូវជំរុញលើកទឹកចិត្តហើយយើងនឹងផ្ដល់អាហារូបករណ៍សម្រាប់បងប្អូនដែលមានសមត្ថភាពនឹងហើយបើចង់បន្តការសិក្សាទៅលើផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រផ្សេងហ្នឹងគឺទាំងគ្រឹះស្ថានសាធារណៈនិងឯកជនក៏គេស្វាគមន៍ដែរព្រោះជាការបើកឱកាសសម្រាប់អ្នកដែលមានសមត្ថភាពបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាតទៅទៀតចាជាជំនួសចុងក្រោយលោកបណ្ឌិតយើងត្រឡប់ទៅនិយាយអំពីតេស្តគណិតវិទ្យាវិញម្ដងបើសិនជាលោកអ្នកស្ដាប់គាត់មានបំណងចូលរួមធ្វើតេស្តគណិតវិទ្យាក្នុងឆ្នាំនឹងដែរតើពួកគាត់ត្រូវតាក់ទងទៅខាងណាចា៎បាទការធ្វើតេស្តនេះគឺទី1ជាការរៀបចំរវាងសហគមន៍អ្នកគណិតវិទ្យាជាមួយនឹងវិទ្យាស្ថានគណិតវិទ្យាជប៉ុនក៏ប៉ុន្តែយើងត្រូវការទីកន្លែងសម្រាប់រៀបចំនឹងការចុះឈ្មោះហើយអ្វីដែលជាការវិនិយោគជាការស្ម័គ្រចិត្តជាការបដិភាគនោះគឺជាមួយនឹងសាកលវិទ្យាល័យខេមរៈអញ្ចឹងទីតាំងចុះឈ្មោះនៅសាកលវិទ្យាល័យខេមរៈ
ហើយចុះឈ្មោះចាប់ពីពេលនឹងរហូតដល់ថ្ងៃទី15ខែកញ្ញាវេលាម៉ោង 5 ល្ងាចនេះគឺជាឱកាសសម្រាប់បងប្អូនដែលមានសមត្ថភាពដែរគឺយើងគ្រោងនឹងផ្ដល់អាហារូបករណ៍សម្រាប់បងប្អូនដែលទើបចប់វិទ្យាល័យថ្មីនេះដែលប្រឡងជាប់កម្រិតថ្នាក់ទី12គឺវាស្មើទៅនឹង Pre First Shoe នេះគឺ30កន្លែងសម្រាប់អាហារូបករណ៍4ឆ្នាំហើយកម្មវិធីថ្នាក់អន្តរជាតិកម្មវិធីអន្តរជាតិនេះគឺបានន័យថាបង្រៀនដោយសាស្ត្រាចារ្យខ្មែរនិងសាស្ត្រាចារ្យបរទេសជាភាសាអង់គ្លេសតាមរយៈបង្រៀនផ្ទាល់និងតាមអនឡាញពីព្រោះសាស្ត្រាចារ្យបរទេសនៅទីក្រុងឡុងហើយនិងនៅអារ៉ាប់ប៊ីសាអូឌីតគឺគាត់ស្ម័គ្រចិត្តគឺបរៀនអនឡាញហើយគាត់មានផែនការមក visit នៅកម្ពុជានេះដើម្បីជួបជាមួយបងប្អូនផ្ទាល់ដើម្បីផ្ទៀងផ្ទាត់នៅសមត្ថភាពបងប្អូនហើយនឹងប្រហែលជាការផ្ដល់ឱកាសបន្តការសិក្សាទៅបរទេសសម្រាប់បងប្អូនដែលចប់បញ្ញាបត្រគណិតវិទ្យាហើយបើសិនធ្វើតេស្តជាប់កម្រិតសាកលវិទ្យាល័យយើងឲ្យអាហារូបករណ៍15កន្លែងសម្រាប់បន្តការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យាហើយសម្រាប់អ្នកដែលចប់បញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យាហើយប្រឡងជាប់តេស្តចប់កម្រិតសាកលវិទ្យាល័យយើងផ្ដល់អាហារូបករណ៍2កន្លែងថ្នាក់បណ្ឌិតសម្រាប់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យា2កន្លែងការសិក្សាហ្នឹងគឺយើងសិក្សានៅសាកលវិទ្យាល័យខេមរៈគ្រាន់តែជាកន្លែងដែលយើងរៀនព្រាមសិនហើយនឹងទំនាក់ទំនងទៅនឹងសហគមន៍អ្នកគណិតវិទ្យាពិភពលោកហើយយើងនឹងផ្ដល់ឱកាសសម្រាប់ធ្វើកម្មសិក្សាឬក៏ធ្វើការស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យាជុំវិញពិភពលោកហើយដោយមានការគាំទ្រពីក្រសួងអប់រំយុវជនកីឡាយើងនឹងរៀបចំសន្និសីទជាតិលើកទី1ស្ដីពីគណិតវិទ្យានិងបច្ចេកវិទ្យានៅខេត្តសៀមរាបនៅថ្ងៃទី24ដល់ថ្ងៃទី27ខែតុលាឆ្នាំ2014ខាងមុខនេះចាដោយអរពេលទៅហើយនឹងខ្ញុំសូមបញ្ចប់កិច្ចសម្ភាសជាមួយលោកបណ្ឌិតច័ន្ទរតត្រឹមនេះខ្ញុំសូមជម្រាបជូនលោកអ្នកស្ដាប់ថាលោកបណ្ឌិតច័ន្ទរតជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជានិងជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំយុវជននិងកីឡាសូមអរគុណនិងសូមជម្រាបលាលោកបណ្ឌិតចាបាទសូមអរគុណកម្មវិធីនេះសហការឧបត្ថម្ភដោយឱសថគីណាល់1សម្រាប់ការឈឺចុកចាប់1គីណាល់ E3 សម្រាប់ព្យាបាលហើមក្រិចថ្លោះកម្ពុជា Live ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី1នៅកម្ពុជាស៊ីម៉ងអន្ត្រីពេជ្រសុភរឹងសុភជាប់រមណីយដ្ឋានណាតាយាជាឋានសួគ៌ត្រូពិចសម្រាប់លោកអ្នកសាកលវិទ្យាល័យអាមេរិកភ្នំពេញ AUPP បើកចំហទីផ្សារការងារតំបន់និងសកលលោកដល់និស្សិតខ្មែរធនាគារ Eslida ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តនិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមានបន្ថែមសេវាកម្មធានារ៉ាប់រងនិស្សិតលើគ្រោះថ្នាក់ផ្សេងៗព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិរបស់យើងនៅថ្ងៃនេះយើងនឹងផ្ដោតសំខាន់ទៅលើអូតង់ចង់បង្ហាញវត្តមាននិងសមត្ថភាពប្រយុទ្ធដាក់រុស្ស៊ីដោយយើងមានអន្តរាគមន៍ពីអៀងសុកមិញជំរាបសួរសុកមិញចាជំរាបសួរធីតាអូតង់មិនលេងសើចទៅនឹងវិបត្តិនៅភាគខាងកើតអ៊ុយក្រែនទេអូតង់គ្រោងនឹងពង្រឹងវត្តមានកងទ័ពនៅតាមបណ្ដាប្រទេសជាសមាជិកដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីព្រមទាំងបង្កើតគម្រោងកម្លាំងប្រតិកម្មរហ័សដើម្បីទប់ទល់ទៅនឹងរុស្ស៊ីទៀតគម្រោងនេះនឹងត្រូវគេលើកយកទៅជជែកគ្នានៅក្នុងជំនួបកំពូលអូតង់នៅថ្ងៃប្រហ័សនិងថ្ងៃសុក្រឆាប់ៗនេះបន្ទាប់ពីបានលើក្រុងគៀវចោទប្រកាន់រុស្ស៊ីថាបានបញ្ជូនទ័ពមកប្រយុទ្ធទៅនឹងទាហានអ៊ុយក្រែននោះបើតាមប្រសាសន៍របស់លោកអង់ដ្រេរ៉ាស្មូសិនអគ្គលេខាធិការអង្គការអូតង់សម្ព័ន្ធអាត្លង់តិកនឹងបញ្ជូនកម្លាំងប្រមាណជា1000នាក់ទៅដាក់ពង្រាយនៅតាមភាគខាងកើតអឺរ៉ុបសុកមិញតើអូតង់កំពុងតែត្រៀមធ្វើសង្គ្រាមឬយ៉ាងណាទៅចាមិនមែនទេធីតានៅក្នុងជំនួបកំពូលថ្ងៃខាងមុខនេះប្រទេសជាសមាជិកអង្គការអូតង់ទាំង28ត្រូវអនុម័តលើផែនការត្រៀមសកម្មភាពដើម្បីឆ្លើយតបទៅនឹងអេរយាប័តរុស្ស៊ីក្នុងវិបត្តិអ៊ុយក្រែនដែលការគម្រាមកំហែងមានលក្ខណៈផ្ទាល់ដល់ប្រទេសជាសមាជិកអូតង់មានព្រំប្រទល់ជាប់នឹងរុស្ស៊ីផែនការសកម្មភាពដែលនឹងអនុញ្ញាតឲ្យអូតង់អាចបញ្ចេញនៅពង្រាយទ័ពនៅផ្ទាល់កន្លែងរងការគំរាមកំហែងយ៉ាងឆាប់រហ័សក្នុងរយៈពេល3ថ្ងៃចំណែកឯអន្តរាគមន៍យោធាឬក៏ពាក្យថាធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះធីតាមិនមែនជាជំរើសនិងជាប្រធានបទដែលអូតង់លើកយកមកពិភាក្សាវែកជែកគ្នាទេហើយក៏គ្មានប្រទេសជាសមាជិកអូតង់ណាមួយគ្រប់គ្រងផែនការនេះដែរហើយក៏គ្មានប្រទេសណាមួយផ្សេងទៀតឬតែមួយនោះស្ម័គ្រចិត្តចេញទៅប្រយុទ្ធតែម្នាក់ឯងក៏គ្មានដែរម្យ៉ាងវិញទៀតធីតាបើតាមច្បាប់របស់អូតង់គឺគ្មានកាតព្វកិច្ចអ្វីសោះនឹងត្រូវចេញទៅធ្វើអន្តរាគមន៍ជួយអ៊ុយក្រែននោះ
ពីព្រោះថាអ៊ុយក្រែនមិនមែនជាប្រទេសសមាជិកអង្គការអូតង់បើតាមមាត្រា5របស់អូតង់សមាជិកទាំងអស់មានភារកិច្ចចាំបាច់រួមគ្នាជាធ្លុងមួយចេញប្រយុទ្ធប្រសិនបើមានសមាជិកណាមួយរងការគំរាមកំហែងពីប្រហារពីសត្រូវហេតុអីបានជាគេនាំគ្នាលើកនិយាយអំពីការបញ្ជូនទ័ពមកពីបណ្ដាប្រទេសជាអតីតសហភាពសូវៀតប៉ុន្តែឥឡូវនេះគឺជាសមាជិកអង្គការអូតង់មានជាអាចក្រុមប្រទេសនៅតំបន់បាល់កង់ប៉ូឡូរូម៉ានីឬក៏ប៊ុលហ្គារីព្រួយបារម្ភនឹងកាន់តែខ្លាំងឡើងខ្លាចក្រែងរងគ្រោះដោយជាអ៊ុយក្រែនដែរប្រសិនបើអូតង់មិនបញ្ចេញសកម្មភាពអ្វីដែលជាក់ស្ដែងមើងម៉ាត់ដាក់រុស្ស៊ីនៅពេលនេះហើយដូច្នេះហើយបានជានៅពេលនេះគឺជាឱកាសដែលអូតង់ត្រូវតែសាររើមើលយុទ្ធសាស្ត្រនិងបេសកកម្មរបស់ខ្លួនឬក៏អាចនិយាយបែបផ្សេងថាអូតង់កំពុងតែវិលមករកកន្លែងការពារដើមគ្រឹះដើមមូលដ្ឋានដើមពលគឺការពារអឺរ៉ុបជារបស់ខ្លួនការចាប់តំបន់គ្រីមេរបស់អ៊ុយក្រែនមកធ្វើជារណបពីសំណាក់រុស្ស៊ីនិងការគំរាមកំហែងនៅភាគខាងកើតអ៊ុយក្រែនដូចជាបានទៅដាស់អូតង់ឲ្យងាកមកគិតគូរអំពីស្ថិរភាពនៅក្នុងតំបន់ប្រឈមទប់នឹងអ្នកជិតខាងរុស្ស៊ីដ៏ច្រឡំខាងនិងដើម្បីបញ្ជាក់អំពីសមត្ថភាពដ៏ខ្លាំងក្លារបស់កងកម្លាំងសម្ព័ន្ធមិត្តដោយត្រូវរៀបចំដាក់ចេញជាផែនការឲ្យជំនួបកំពូលនៅថ្ងៃខាងមុខនេះឯងសង្វិញផែនការសកម្មភាពអូតង់នឹងត្រូវដាក់ជូនប្រទេសជាសមាជិកអនុម័តនៅក្នុងជំនួបកំពូលនៅថ្ងៃទី4និងទី5កញ្ញាហើយបើតាមផែនការតើអូតង់មានសកម្មភាពយ៉ាងណាខ្លះក្នុងបេសកកម្មនេះហើយនឹងអាចមានឥទ្ធិពលយ៉ាងណាចំពោះវិបត្តិនៅអ៊ុយក្រែននេះចាស់ធីតាទាហានរាប់ទំនងជាដល់ពាន់អ្នកផងជាងទ័ពអាកាសកងទ័ពថ្មើរជើងកងទ័ពជើងទឹកនិងជាកងទ័ពជំនួយពិសេសកងទ័ពពិសេសនឹងត្រូវដាក់ពង្រាយនៅភាគខាងកើតអឺរ៉ុបក្នុងរវាងពី3ថ្ងៃទៀតប្រសិនបើផែនការសកម្មភាពរបស់អូតង់នឹងត្រូវអនុម័តនៅក្នុងជំនួបប្រជុំហើយវត្តមានរបស់កងទ័ពទាំងនេះអាចមានរយៈពេលយូរទៅតាមសភាពការតម្រូវនៅក្នុងប្រទេសជាសមាជិកអូតង់ជាច្រើនកន្លែងវត្តមានកងទ័ពនៅភាគខាងកើតអឺរ៉ុបនេះមិនតម្រូវឲ្យមានការបង្កើតជាមូលដ្ឋានទ័ពអចិន្ត្រៃយ៍របស់អូតង់ឡើយពីព្រោះគឺវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងរវាងអូតង់និងរុស្ស៊ីកាលពីឆ្នាំ1997ដូច្នេះគឺមានតែការតាំងទីបញ្ជូនទ័ពអ្នកឯកទេសផ្នែកបញ្ជាការចាត់ចែងសម្ភារៈអាវុធយុទ្ធភ័ណ្ឌទៅបញ្ឈរនៅលើទីតាំងណាមួយជាស្រេចត្រៀមចាំតែប្រយុទ្ធបើសិនជាសភាពការតម្រូវនឹងចាំបាច់ពលគឺសំខាន់បំផុតនោះអូតង់ចង់បង្ហាញវត្តមានឲ្យមានកាន់តែខ្លាំងជាងមុននៅភាគខាងកើតត្រង់ចំណុចនេះធីតាខ្ញុំសូមបញ្ជាក់ទៀតថាវត្តមានកងទ័ពអូតង់នេះមិនមែនដាក់ពង្រាយនៅភាគខាងកើតអ៊ុយក្រែនទេគឺពីព្រោះថាអូតង់គ្មានអាវុធគ្មានកម្លាំងទ័ពដោយផ្ទាល់ជារបស់អង្គការឡើយនេះគឺជារឿងម្យ៉ាងរាល់កម្លាំងទ័ពសម្ភារៈគឺជាដែលជាសេចក្តីត្រូវការរបស់អូតង់ត្រូវតែផ្ដល់ឡើងដោយរដ្ឋជាសមាជិកតាមរយៈគោលការណ៍ព្រមព្រៀងរួមឬក៏តាមការស្ម័គ្រចិត្តប្រសិនបើអ៊ុយក្រែនចង់បានអាវុធឬក៏ចង់បានអ្វីផ្សេងមិនមែនត្រូវមកសុំអូតង់ឡើយពីព្រោះដូចខ្ញុំបានលើកឡើងអំបញ្ញមិញអញ្ចឹងថាអ៊ុយក្រែនមិនមែនជាសមាជិកអូតង់ទេក្នុងដំណាក់កាលនេះអូតង់បានត្រឹមតែស្នើសុំជំនួយពីប្រទេសសម្ព័ន្ធមិត្តជាជាងរងចាំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអូតង់បើអ៊ុយក្រែនចង់បានអន្តរាគមន៍ពីអូតង់ទាល់តែខ្លាយខ្លួនទៅជាសមាជិកអង្គការសិនក៏ប៉ុន្តែត្រង់ចំណុចនេះការចរចាត្រូវអាក់ខានអស់រយៈពេលជាច្រើនឆ្នាំមកហើយផ្លូវដំណើរផ្លូវនៅវែងឆ្ងាយទៀតណាស់សម្រាប់អ៊ុយក្រែនចូលជាសមាជិកអូតង់នោះដោយឡែកបើយើងនិយាយអំពីវិបត្តិបច្ចុប្បន្នវិញអូតង់នៅតែជ្រើសរើសជានិច្ចដំណោះស្រាយនយោបាយនិងសេដ្ឋកិច្ចគឺមិនជ្រើសរើសឡើយការប្រើកម្លាំងយោធាពីព្រោះជាសំអាងគឺអូតង់បានបញ្យល់ថាអូតង់ជាអង្គការដែលមានគោលការណ៍ការពារប្រសើរជាងព្យាបាលពីព្រោះទំនាក់ទំនងជាមួយនឹងរុស្ស៊ីអាចនឹងបន្តអូសបន្លាយយូរទៀតដែរឆ្នេះហើយបានជាអូតង់ហ៊ានយកកងទ័ពទៅពង្រាយនៅភាគខាងកើតនេះបែបម្យ៉ាងហើយម្យ៉ាងទៀតបើតាមដំណើរការទូតអូតង់ដែលទំនងជាចង់ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនផងលោកអគ្គលេខាធិការដែលបានសម្លឹកនិងសម្ដែងការព្រួយបារម្ភថាគ្មានទេដំណោះស្រាយយោធាឲ្យវិបត្តិអ៊ុយក្រែនអរគុណសុខមិញចំពោះបទអន្តរាគមន៍នៅរាត្រីនេះបទយកកាចាប់តាំងពីថ្ងៃទី1ខែកញ្ញាមករថយន្តក្រុងនៅតែបន្តសេវាកម្មដឹក
ជញ្ជូនរបស់ខ្លួនដដែលក៏ប៉ុន្តែមានការថយចុះអ្នកដំណើរបន្តិចដោយសារតែខ្សែរត់កាន់តែវែងហើយឡាននៅដដែលគេសង្ឃឹមថានឹងមានពលរដ្ឋខ្មែរគាំទ្រច្រើននៅពេលដែលសាលារាជធានីភ្នំពេញបន្ថែមចំនួនរថយន្តនិងផ្លូវរត់ការបន្តសេវាកម្មឡានក្រុងដែលគ្រប់គ្រងដោយរដ្ឋនេះគឺធ្វើឡើងបន្ទាប់ពីមានការតាំងចិត្តយ៉ាងមុតមាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីពេលថ្មីៗនេះនៅពេលដែលក្រុមហ៊ុនឯកជនបាននាំគ្នាដកថយសូមអញ្ជើញលោកនាងស្ដាប់បទយូការរបស់ញឹមសុផលដូចតទៅនៅពេលដល់ចំណតនីមួយៗអ្នកលក់សម្បត្តិដែលមាននាទីជាជំនួយការអ្នកបើកបរផងនោះបានសួរនាំទៅអ្នកជិះនៅក្នុងរថយន្តប៊ឺសក្រុងចំណុះ25កៅអីដែលចាប់ផ្ដើមរត់ជាថ្មីដោយរដ្ឋកោស្វ័យយ័តដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញក៏ប៉ុន្តែបន្ទាប់ពីប្រជាជនបានយល់ដឹងពីរបៀបជិះឡានក្រុងហើយនៅថ្ងៃក្រោយពួកគេនឹងទម្លាប់ចុចកណ្ដឹងលែងមានអ្នកស្រែកថាឈប់ឬទៅមុខទៀតហើយនេះបើតាមកញ្ញាលុនសង្វាតបុគ្គលិករដ្ឋកោស្វ័យយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងថ្ងៃនេះដោយសារខ្សែនេះគឺជាខ្សែដែលខ្ញុំទៅបង្កើតដំបូងអញ្ចឹងគឺខ្ញុំត្រូវប្រាប់ភ្ញៀវឲ្យគាត់ដឹងថាចំណតខ្ញុំផ្លាស់ប្ដូរអស់ហើយអញ្ចឹងឲ្យគាត់នឹងចាំថាចំណតកន្លែងណាដែលគាត់ត្រូវចុះគឺគាត់ត្រូវចាំព្រោះដោយសារឡានថ្មីមកគឺមានកណ្ដឹងចុចអញ្ចឹងគឺខ្ញុំមិនអាចស្រែកសួរគាត់ដោយរហ័សដល់ខ្ញុំស្រែកសួរតែបើគាត់ចង់ចុះអូទេគឺចំណតលេខ8អាហ្នឹងគាត់ប្រាប់ខ្ញុំឲ្យចង់ចុះតែដល់ឡានថ្មីមកគឺខ្ញុំអត់មានបានស្រែកសួរគាត់ទេគាត់ត្រូវចុចកណ្ដឹងដើម្បីឲ្យតែកងឈប់គឺខ្ញុំអត់មានស្រែកទេហើយខ្ញុំត្រូវប្រាប់គាត់ថាពេលដែលគាត់ឡើងមកឲ្យគាត់ដាក់លុយចូលក្នុងធុងខ្ញុំនឹងហែកសម្បត្តិឲ្យគាត់បន្ទាប់ពីការតាំងចិត្តគ្រប់គ្រងសេវាកម្មរថយន្តក្រុងដោយខ្លួនឯងមកសាលារាជធានីភ្នំពេញបានដាក់ឲ្យមានការរត់ខ្សែទី1សិនកាលពីថ្ងៃច័ន្ទចាប់ពីចំណតគីឡូម៉ែត្រលេខ6ដល់ចំណតបឹងឈូកដោយមានរថយន្ត10គ្រឿងហើយចាប់ដំណើរការពីម៉ោង 5:30 នាទីព្រឹកដល់ម៉ោង 8:30 នាទីយប់ជាការកត់សម្គាល់របស់តៃកុងឡានមានភ្ញៀវជិះតែត្រឹមកំណត់ផ្លូវរថចាស់គឺពីរង្វង់មូលគល់ស្ពានជ្រោយចង្វាដល់ត្រឹមផ្សារឆ្មាអំពៅអ្នកបើកបរលោកឈៀងចន្ទថោអាយុ52ឆ្នាំប្រាប់ថាមកពីប្រជាជនមិនទាន់យល់ដឹងជាគោលការណ៍របស់រដ្ឋាភិបាលគេចង់ឲ្យឡើងបើដំណើរការហ្នឹងអញ្ចឹងយើងជំនាញដំបូងយើងធ្វើការយល់ដឹងរបស់ប្រជាជនគាត់អត់យល់ទី1ទី2គាត់អត់ដឹងថាការធ្វើចរាចរណ៍ឲ្យយើងបើហ្នឹងយើងមានសុវត្ថិភាពជាងគាត់ធ្វើចរាចរណ៍យានរបស់គាត់ស្ទាល់ខ្លួននិយាយរួមជាជននៅស្រុកយើងគាត់អត់ទាន់ដឹងគាត់មិនទាន់ចូលរួមពេលដែលគាត់បានធ្វើដំណើរមួយយើងហ្នឹងមកគាត់ដឹងថាការធ្វើដំណើរឲ្យយើងបើវាអាចងាយស្រួលដល់គាត់ហើយសុខភាពសុវត្ថិភាពមកគាត់ដល់គាត់ហ្នឹងបានគាត់ចូលប្រជាជនយើងមានខ្ញុំជឿថាសុខយើងការយល់ដឹងធនធានមនុស្សរបស់យើងនៅខ្សោយជាងគេនៅតាមបណ្ដោយផ្លូវចម្ងាយប្រមាណជាង10គីឡូម៉ែត្រសម្រាប់ខ្សែរថទី1គេឃើញមានតែកណ្ដាលក្រុងប៉ុណ្ណោះដែលមានមនុស្សឡើងជិះជាបន្តបន្ទាប់ក្នុងនោះមានសិស្សសាលាឯកជនកុមារាវ៉ាសេរីវឌ្ឍនាខ្ញុំតាមរយៈតាគាត់ប្រាប់ថាទៀតមានបើកឡានក្រុងចឹងឈរចាំប្រហែលតាមម៉ោងគេទៅបានយើងអាចជួយកាត់បន្ថយគាត់ណាមួយគាត់រៀងរវល់ធ្វើការប្រជាពលរដ្ឋនៅស្រុកគៀនស្វាយអ្នកស្រីមាសសាអ៊ុំបានឡើងរថយន្តពាក់កណ្ដាលផ្លូវបន្ទាប់ពីគាត់ចេញពីផ្សារអូរឫស្សីតាមរថយន្តក្រុងស្រួលមិនមានសុវត្ថិភាពតាំងពីនេះមកខ្ញុំជិះបានមិនតដងហើយចាជិះយូរតិចមិនបញ្ហាទេអត់អីខ្ញុំធ្វើដែរវាជិះម៉ូតូដុកពីអូស័យទៅស្ដាំទៅវាអត់មិនពណ៌ហើយខ្ញុំជិះនេះអត់ដល់បាក់ប្រាវចាអរគុណច្រើនដែលបានបើកវិញសម្រាប់ធ្វើដំណើរទៅមានបាក់ភាពដោយឡែកមានព្រះសង្ឃមនុស្សវ័យចំណាស់និងជនពិការដែលទទួលបានគោលការណ៍ជិះរថយន្តក្រុងមិនបង់ថ្លៃក៏ឃើញមានវត្តមាននៅលើរថយន្តជាញឹកញយដែរភិក្ខុយ៉ាងកំហុងគង់នៅវត្តឆ្មាអំពៅបាននិមន្តពីវត្តទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងជានិច្ចកាលតាមរថយន្តក្រុងវិធានការរបស់រដ្ឋក្នុងការចាត់ចែងឲ្យមានសេវាឡានក្រុងបាទដឹកជញ្ជូនប្រជាពលរដ្ឋអានឹងជាសេវាសាធារណៈទូទៅបម្រើប្រជាពលរដ្ឋទូទៅអញ្ចឹងប្រយោជន៍វាមានច្រើនទី1កាត់បន្ថយស្ទះចរាចរណ៍ទី2ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលគ្នា
លទ្ធភាពក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដែលគ្មានថវិកាគ្រប់គ្រាន់គាត់អាចមានលទ្ធភាពក្នុងការជិះឡានក្រុងទី2ទី3មានសមត្ថភាពបើសមត្ថភាពអញ្ចឹងដោយសារទៅយោងទៅលើប្រទេសមួយចំនួនដែលជឿនលឿននោះគេបានអនុវត្តរួចទៅហើយដល់ឡែកនៅក្នុងប្រជាជាតិកម្ពុជាយើងមានវិធានការពីមុនកន្លងមកប៉ុន្តែបរាជ័យឥឡូវនេះទូបានជោគជ័យអញ្ចឹងដោយសារទូបានជោគជ័យដោយសារមានប្រជាពលរដ្ឋជាច្រើនគាត់បានធ្វើដំណើរតាមរយៈសេវាឡានក្រុងហ្នឹងបាទអត់អង្គមានអត្តសញ្ញាណប័ណ្ណហើយពេលចឹងអង្គជិះឡានក្រុងខាងរដ្ឋកោស្វ័យយន្តសាធារណៈឡានក្រុងនេះត្រូវបានហ្វ្រីជូនអង្គព្រោះអង្គអាយុចាប់ពី65ឆ្នាំឡើងទៅអង្គបាទបរិះវ័យចំណាស់ដែលសុំមិនប្រាប់ឈ្មោះមើលទៅជាអតីតមន្ត្រីរាជការផងនោះបានថ្លែងបន្ទាប់ពីរូបលោកទទួលបានការពន្យល់ពីអ្នកលក់សំបុត្រនៅលើឡានថាល្អតែទៅធ្វើដំណើរបាទភាគច្រើនថ្ងៃខ្ញុំធ្វើដំណើរពួកខ្ញុំចូលចិត្តឡានក្រុងទី1សុវត្ថិភាពទី2សហុយសដាក៏វាធូរល្មមតែបើយើងប្រៀបជាមួយនឹងខាងមធ្យោបាយឯកជនផ្សេងទៀតគឺថាវានេះយើងបានធូរជាងវាបញ្ហាឡានក្រុងវាត្រូវតែមានការយឺតខ្លះម៉ត់ខ្លះព្រោះនេះវាយើងធ្វើដំណើររួមគ្នាដូចជាតលតំណត់អបមកថាយើងអាចមកមុនឬមួយទៅអីខ្លះយើងមិនអាចទៅដូចមធ្យោបាយតខ្លួនដែលយើងចង់ចេញទៅស្មណាបាននេះវាត្រូវកំណត់ខ្លះប៉ុន្តែបញ្ហាសំខាន់គឺសុវត្ថិភាពជាទូទៅអ្នកដំណើរត្រូវរងចាំយ៉ាងហោច15នាទីនៅចំណតនីមួយៗតែឥឡូវត្រូវចាំលើសនេះដោយសារចម្ងាយផ្លូវរត់វែងជាងមុនតែភ្ញៀវនឹងយល់នៅថ្ងៃក្រោយហើយឡើងជិះកាន់តែច្រើននៅពេលដែលក្រុងថែមឡាននេះជាការរំពឹងទុករបស់បុគ្គលិករដ្ឋកោឡានក្រុងមុននឹងដែលខ្ញុំបន្ថែមផ្លូវដល់គីឡូ9និងដល់បឹងឈូកហ្នឹងគឺមនុស្សជិះច្រើនណាក្នុងមួយថ្ងៃពេញអញ្ចឹងអាចពី1200នាក់ទៅ1300នាក់តែដល់ពេលដែលខ្ញុំបន្ថែមផ្លូវចាស់គឺអត់សូវមានមនុស្សជិះទេគឺតែភ្ញៀវច្រើនមែនតើព្រោះអីរយៈពេលដែលគាត់ចាំខ្ញុំហ្នឹងវាយូរពេកអញ្ចឹងខកម៉ោងធ្វើការរបស់គាត់ខ្ញុំឃើញដែរមានភ្ញៀវដែលជិះឡានមួយថ្ងៃគឺគាត់ជិះម៉ូតូដុតកង់3ព្រោះដោយសារឡានខ្ញុំទៅយឺតពេកខ្សែវែងឡានតិចបើសិនជាមានឡានថែមមកច្រើនច្បាស់ជាភ្ញៀវខ្ញុំគាត់នឹងមកវិញហើយព្រោះគាត់ថាឡានក្រុងសុវត្ថិភាពទៅទោះបីមិនក៏ដោយក្រុមអ្នកបើកបររថយន្តក្រុងក៏យល់ដូចគ្នានេះដែរគួរតែថែមឡានឡើងចាប់ពី15គ្រឿងឡើងទៅអាហ្នឹងយើងចន្លោះគ្នា15នាទីចឹងបានន័យថាក្នុងឡានមួយគ្នាវាតែ3ចំណតទេ3ចំណតទៅ4ចំណតទេចឹងយើងមានឡានជិះបន្ទាន់រហូតណាទោះបីចេញពីផ្ទះមកអត់ទាន់នេះមួយនេះទៅដល់មួយទៀតដល់ពេលនេះគាត់ចេញមកឈររងចាំចឹងអាហ្នឹងពេលវេលាគាត់ត្រូវទៅធ្វើការគាត់ខ្លាចខកមកគេធ្វើការដើម្បីនេះត្រូវមធ្យោបាយដល់ស្អីយើងស្អីហ្នឹងគេចាំក្រោយទៀតបានមិនចឹងចាំដល់ទុំចឹងណា30នាក់ចាំអត់បានមកឡើង25យើងជិះជាន់នេះ30នាក់អញ្ចឹងបើដល់មកធ្វើការបើចាំមកគ្រូទៀតយូរយើងគិតមើលតែនេះ25អីថ្ងៃខ្លះខ្ញុំដឹក35នាក់យើងគិតមើលសូមបញ្ជាក់ថាបន្ទាប់ពីបើកសេវាកម្មរថយន្តក្រុងសាកល្បងមួយរយៈកន្លងមកបង្ហាញថាមានការខាតបង់ហើយក្រុមហ៊ុនមួយចំនួនដែលចង់វិនិយោគលើសេវាកម្មនេះជាមួយនឹងសាលាក្រុងគឺបានត្រឹមតែលឹបឡហើយខ្លះក៏ដកថយទៅវិញក៏ប៉ុន្តែការពីពេលថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាសាធារណៈថារដ្ឋត្រូវតែធ្វើរឿងរថយន្តក្រុងនេះជាបន្តទៅទៀតបើទោះណាជាមានការខាតបង់ក៏ដោយជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យមានការនាំចូលរថយន្តក្រុងមួយចំនួនទៀតដើម្បីបំពេញតម្រូវការនិងបន្ថែមផ្លូវរត់ជាច្រើនទៀតប្រវត្តិសាស្ត្រខ្មែរនៅថ្ងៃអង្គារសប្តាហ៍នេះវ៉ាន់ឌីកាអុននិយាយរៀបរាប់អំពីជំនួបក្រៅផ្លូវការរវាងភាគីខ្មែរទាំង4នៅបូហ្គ័រប្រទេសឥណ្ឌូនេស៊ីឆ្នាំ1988សូមអញ្ជើញស្ដាប់ការអធិប្បាយរបស់វ៉ាន់ឌីកាអុនដូចតទៅនៅថ្ងៃ11កក្កដាឆ្នាំ1988រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង3នៅឥណ្ឌូចិនបានរួមប្រជុំគ្នានៅទីក្រុងភ្នំពេញអង្គប្រជុំបានប្រកាសប្រាប់ថាប្រទេសវៀតណាមដកកងទ័ពរបស់គេជាបន្តបន្ទាប់ជាដំណាក់កាលនីមួយៗចេញពីប្រទេសកម្ពុជា
អង្គប្រជុំក៏បានបញ្ជាក់ផងដែរថាអន្តរជាតិក៏ប្រឆាំងនឹងការវិលត្រឡប់មកវិញនៃរបបប៉ុលពតដែរទន្ទឹមនោះអង្គប្រជុំក៏បានត្អូញត្អែដែរអំពីការដែលបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ពុំព្រមទទួលស្គាល់នៅការវិវត្តនៃការទូតដែលកំពុងតែប្រព្រឹត្តទៅដើម្បីដោះស្រាយបញ្ហាខ្មែរសារជាថ្មីម្ដងទៀតអង្គប្រជុំរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសទាំង3នៅឥណ្ឌូចិនបានរំលឹកឡើងវិញនៅសេចក្តីជូនដំណឹងមួយដែលបានចេញផ្សាយក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសវៀតណាមនិងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីកាលពីថ្ងៃ29កក្កដាឆ្នាំ1987សេចក្តីជូនដំណឹងនោះបានបញ្ជាក់ថាប្រទេសទាំង3ត្រៀមលក្ខណៈជាស្រេចដើម្បីចូលរួមបង្កើតតំបន់មួយនៅអាស៊ីអាគ្នេយ៍គឺតំបន់មួយដែលមានឈ្មោះថាតំបន់សន្តិភាពស្ថិរភាពនិងសហប្រតិបត្តិការរវាងប្រទេសនានានៅក្នុងភូមិភាគនៅថ្ងៃ11កក្កដាឆ្នាំ1988នោះដែររដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើការពិភាក្សាមួយដ៏សំខាន់អំពីវិសោធនកម្មទៅលើមាត្រា12និង19នៃរដ្ឋធម្មនុញ្ញដើម្បីបញ្ចូលប្រព័ន្ធសេដ្ឋកិច្ចចម្រុះមកក្នុងច្បាប់នៅថ្ងៃ23កក្កដាឆ្នាំដដែលនោះសម្ដេចនរោត្តមសីហនុយាងទៅធ្វើទស្សនកិច្ចផ្លូវឯកជនមួយនៅប្រទេសឥណ្ឌូនេស៊ីតាមសេចក្តីអញ្ជើញរបស់លោកស៊ូហាតូដែលនៅពេលនោះជាប្រធានាធិបតីទស្សនកិច្ចនេះបានត្រូវធ្វើ2ថ្ងៃមុនការបើកអង្គប្រជុំក្រៅព្រឹត្តិការណ៍នៅបូហ្គោរវាងគូភាគីខ្មែរទាំង4អង្គប្រជុំនោះដែលបានប្រព្រឹត្តទៅពីថ្ងៃ24ទៅដល់ថ្ងៃ28កក្កដាជាជំនួបលើកដំបូងបង្អស់រវាងគូភាគីខ្មែរបដិបត្តិលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនបានដាក់លក្ខខណ្ឌ6ខនៅក្នុងនោះមានសេចក្តីស្នើមួយដ៏សំខាន់គឺការរួបរួមជានាគ្នាឡើងវិញរវាងភាគីខ្មែរទាំង4ក្រោមអធិបតេយ្យរបស់សម្ដេចនរោត្តមសីហនុតាមរយៈសេចក្តីស្នើនេះគេសង្កេតឃើញថាគ្មានអ្វីដែលគួរឲ្យឆ្ងល់នោះទេសារជាថ្មីម្ដងទៀតសម្ដេចនរោត្តមសីហនុបានទទួលភារកិច្ចបង្រួបបង្រួមចលនាខ្មែរកុម្មុយនីសទាំងពីរក្រុមព្រមទាំងអ្នកប្រជាធិបតេយ្យផងដែរប៉ុន្តែដោយខ្មែរក្រហមទាំងពីរក្រុមជាកម្លាំងដ៏ខ្លាំងក្លាជាងគេនៅក្នុងការបង្រួបបង្រួមនេះកម្លាំងផ្សេងទៀតបានត្រឹមអមដំណើរក្រុមទាំងពីរនេះតែប៉ុណ្ណោះរីឯចលនាហ៊ុនស៊ិនប៉ិចដែលជាចលនារបស់អ្នករាជានិយមក៏ត្រូវប្រទាញប្រទង់គ្នាទៀតរវាងក្រុមអ្នកអតីតកុម្មុយនីសនិងក្រុមអ្នកប្រជាធិបតេយ្យដែលនៅពេលនោះមានលោកសេមសានជាអ្នកតំណាងដែរការវិវត្តនៃស្ថានភាពចាប់តាំងពីពេលនោះមកបញ្ជាក់ឲ្យឃើញថាប្រទេសចិននិងប្រទេសវៀតណាមបានស្រុះស្រួលគ្នាធ្វើយ៉ាងណាឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្លាយទៅជាមនុស្សខ្លាំងជាងគេទោះបីមានឧបសគ្គយ៉ាងណាក្តីបើពុំនោះសោតទេគេនឹងបាត់បង់ឥទ្ធិពលទៅលើប្រទេសកម្ពុជាជាពំខានប៉ុន្តែព្រឹត្តិការណ៍ក្រោយមកទៀតបានបញ្ជាក់ថាដោយក្រុមខ្មែរក្រហមមិនអាចចេញមុខបានអំណាចពិតប្រាកដត្រូវកាន់កាប់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែម្ដងរីឯសម្ដេចនរោត្តមសីហនុគ្រាន់តែស្ថិតនៅជាបិតានៃការជាញាជាតិប៉ុណ្ណោះពូគឺព្រះរាជាមួយអង្គដែលសោយរាជប៉ុន្តែមិនគ្រប់គ្រងប្រទេសទេជាការពិតហើយដែលថាសម្ដេចនរោត្តមសីហនុក៏ដូចជាលោកហ៊ុនសែនសុទ្ធតែជាអ្នកដែលស្អប់ពួកប៉ុលពតទាំងអស់ប៉ុន្តែពេលដែលទីក្រុងហាណូយនិងទីក្រុងប៉េកាំងជានីគ្នាវិញទំនាស់ក៏ត្រូវបញ្ចប់ដែរដូចនេះគ្មានរឿងអ្វីដែលគេត្រូវប្រគល់អំណាចទៅថ្វាយសម្ដេចនរោត្តមសីហនុទេសម្ដេចនរោត្តមសីហនុដែលមានភារកិច្ចតែមួយប៉ុណ្ណោះ
គឺប្រគល់អំណាចទាំងមូលទៅឲ្យក្រុមកុម្មុយនីសខ្មែរវិញរីឯក្រុមរបស់ព្រះអង្គគឺបកហ៊ុនស៊ិនប៉ិចក៏គ្មានជំរឿនអ្វីទៀតក្រៅពីសម្របទៅតាមទេសកលៈដែរទោះបីព្រះអង្គម្ចាស់រាមនរិទ្ធដែលត្រូវគេចាត់ទុកថាមានទំនោរទៅរកប្រចាំប្រទេសមានទស្សនៈនិងអិរិយាបថខុសពីសម្ដេចនរោត្តមសីហនុក្តីដោយអស់ពេលវេលាខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនឹងនិយាយរៀបរាប់បន្តទៅទៀតនៅសប្តាហ៍ក្រោយ ជាទីមេត្រីយើងខ្ញុំសូមថ្លែងអំណរគុណចំពោះភក្ដីភាពរបស់លោកនាងដែលបានតាមដានស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំង AFE កម្មវិធីព័ត៌មានរបស់វិទ្យុយើងរយៈពេលពេញ1ម៉ោងបានជានាទីបញ្ចប់ហើយចាប់ពីម៉ោង 8 យប់នេះតទៅលោកនាងនឹងបានស្ដាប់កម្មវិធីព័ត៌មានជាភាសាបារាំងកម្មវិធីជាខេមរៈភាសារបស់វិទ្យុយើងនឹងវិលមកជួបលោកនាងនៅម៉ោង 7 ព្រឹកស្អែកជាបន្តទៀតដែលកម្មវិធីដំបូងជាកម្មវិធីព័ត៌មានពេញ1ម៉ោងរៀបចំជូនដោយលីមីងហួរខ្ញុំសូមអរគុណរ៉ូសាដែលបានជួយផ្នែកបច្ចេកទេសនៅពេលនេះនាងខ្ញុំប្រតិដានិងសហការីសូមអរគុណសូមគោរពលា Elle a la peau couleur du soleil, elle a le secret des abeilles, elle sait comme on fait des enfants. Elle est un avion blanc dans le ciel, elle a déjà brûlé ses ailes.